ខ្ញុំកណ្ដាលបាទនឹងសម្ដែងនៅក្នុងកោណាលជាដកទៀតនៅក្នុងប្រជាដកនេះដែលព្រះអង្គទ្រង់តាសម្ដែងមកពីប្រារព្ធរឿងរ៉ាវខាងដើមដែលបានផ្ដើមសេចក្តីមកហើយគឺព្រះអង្គទ្រង់យាងទៅប្រោសពួកវិញ្ញាណនោះព្រះអង្គសម្ដែងប្រជាដក5ជាដកប្រោសពួកវិញ្ញាណ3ជាដកខាងដើមពីរឿងទី1រឿងទន្សាយផ្អើលផ្លែភ្នៅនោះក្នុងកាលហ្នឹងព្រះបរមពុរិស័ទជារាជសីចឹងណាទុត្តភៈជាដកហើយជាដកមួយទៀតពីផន្តនៈជាដកពីរឿងមានពីវេរារវាងរុក្ខទេវតាជាមួយនឹងខ្លាឃ្មុំចឹងខ្លាឃ្មុំវាទៅដេកក្រោមដើមបង្រោហើយស្រាប់តែមេឃបង្រោវាបាក់ធ្លាក់មកលើខំប្រឹងមើលអាណាគប់អញក៏វិញអញរត់ចុះរត់ឡើងអត់ឃើញមានដឹងថាមេឃបង្រោបាក់មកខឹងនឹងដើមបង្រោហ្នឹងដើមបង្រោហើយរុក្ខទេវតាឬក៏ទៅក្បែរនគរពរិណសីហ្នឹងគាត់តពូជពងទីជាងឈើហ្នឹងមកពេលមួយគាត់ត្រូវធ្វើដំណើរទៅរកឈើធ្វើរទេះហ្នឹងទៅជួបនឹងខ្លាឃ្មុំនឹងឯងចឹងខ្លាឃ្មុំនឹងសួរថាអ្នកអើយចេញទៅណាអូខ្លាឃ្មុំឯងចេះនិយាយមនុស្សផងខ្ញុំចេះបាននិយាយបានអីខ្ញុំមករកឈើធ្វើរទេះហើយខ្លាឃ្មុំឯងដឹងតែឈើណាធ្វើរទេះធ្វើកង់ទៅជាប់លប់ជាងគេទេខ្លាឃ្មុំហ្នឹងបានឱកាសហ្មងហ្មងចឹងដល់ពេលវេលាអញទំលាយដើមបង្រោហ្នឹងឯងប្រាប់ថាមានឈើឯណាមកស្វិតជាងដើមបង្រោទេបរោះហ្នឹងក៏មកបានលៀបជួបខ្លាឃ្មុំចេះនិយាយភាសាមនុស្សហើយប្រាប់ពីដើមឈើរឹងមាំស្វិតទៀតប្រាប់ដើមឈើស្អីក៏មិនស្វិតដូចដើមបង្រោទៅកាប់ដើមបង្រោហ្នឹងឯងណាធ្វើជារទេះធ្វើកង់ធ្វើអីចឹងទៅរុក្ខទេវតានៅក្នុងដើមបង្រោហ្នឹងថារឿងហ្នឹងមកអំពីខ្លាឃ្មុំហ្នឹងឯងខឹងនឹងខ្លាឃ្មុំហ្នឹងដែលគេកាប់ដើមឈើអស់កន្លែងរបស់ខ្លួននៅចឹងទៅក៏បាននិមិត្តជាអ្នកស្រុកធ្វើដំណើរដើរមកជួបសួរថាអ្នកអើយកំពុងធ្វើអីខ្ញុំកំពុងធ្វើរទេះធ្វើរទេះចង់ឲ្យរទេះនឹងជាប់ល្អធ្វើកង់នឹងឲ្យមាំល្អណាខ្ញុំដឹងវិធីថ្ងៃនេះបានលៀបទៀតហើយដឹងឈើធ្វើរទេះមាំហើយដឹងថាឲ្យរឹងរឹតទៅជាប់ទៅទៀតធ្វើម៉េចស្បែកខ្លាឃ្មុំយកមកពាត់ជុំវិញកង់នឹងចងក្រៀកកន្លែងណាគឺគ្មានអីស្វិតជាងស្បែកខ្លាឃ្មុំទេបានកើតទៅជារឿងសម្រាប់ខ្លាឃ្មុំហ្នឹងទៅហើយមានពីវេរាទេវតាជាមួយនឹងខ្លាឃ្មុំហ្នឹងរហូតមកទៀតហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅវិជាដកហ្នឹងអំពីរឿងពីវេរាដែលចាប់ផ្ដើមឡើងហើយវានាំឲ្យមានការសម្លាប់គ្នាទៅវិញទៅមកតាមច្បាប់របស់កម្មរុក្ខទេវតាហើយនឹងខ្លាឃ្មុំហ្នឹងនោះរួចទៅព្រះអង្គសម្ដែងអំពីលក្ខដកកិកៈជាដកណាដកកិកៈគឺចាប់ជាបកបាសក្នុងកាលនោះព្រះអង្គកើតជាមេភូមិដំរីធ្វើដំណើរទៅចាប់ជាបកបាសគេនៅនឹងផ្លូវគេស្ទុះមកប្រាប់ឲ្យដំរីនឹងប្រយ័ត្នកូនរបស់គេនៅនឹងមេឈើមួយទៀតផ្លូវហ្នឹងកុំឲ្យដំរីហ្នឹងដើរមកជន់កូនគេសូមលោកដំរីហ្នឹងជួយផងដំរីពពោធិសត្វហ្នឹងណាឆ្លើយតបទៅនឹងសត្វចាប់ជាបកបាសហ្នឹងថានាងឯងកំភៃអីក៏បានដើរទៅឈួរពីលើសម្បប់កូនចាប់ជាបកបាសហ្នឹងហើយដំរីទាំងភងធ្វើដំណោទូចបុប្រាក់ទៅចាប់ជាបកបាសហ្នឹងក៏បានសេចក្តីសុខ
អត់ត្រូវដំរីណាពៀជាន់ទេតែព្រះបរមពុរិស័ទប្រាប់ថាណាមានដំរីមួយទៀតមិនដើរចូលភូមិទេកាចណាស់មិនស្ដាប់ពាក្យអ្នកឯងទេប្រយ័ត្នចំពោះដំរីនឹងផងយើងទៅហើយក៏ទៅបាត់ទៅចឹងមកសទុះក្រោយមកដំរីដែលជាទេវទត្តគេកើតជាដំរីកាចហ្នឹងដើរមកក្រោយចាប់ជាគេទៅអំបរសុំដូចមុនចឹងថ្ងៃហ្នឹងស្អីទូចមួយចឹងមករួយ1000មួយសែនក៏យើងមិនខ្លាចដែរកាចចេញមកចឹងអត់ស្ដាប់ពាក្យសម្ដីទេនិយាយអាក្រក់អាក្រៃទៅរួយទៅដើរទៅអាគេប្រាប់ហ្នឹងប៉ិនជាដើរទៅចាញ់នឹងបដ ாய் តែអាគេមិនប្រាប់មិនវកហ្នឹងវាមិនបានគិតទៅដល់គេប្រាប់គេវកហ្នឹងដើរទៅកាច់សបុកចាប់នឹងយកមកជន់ញីលេងសបាយទៅចឹងញីរួចទៅគេដើរទៅគេនោមដាក់ពីលើទៅទៀតណារួចបានគេដើរហួសទៅមេចាប់នឹងនឹកឃើញថាអាងខ្លួនធំណាឃើញយើងជាចាប់ជាកបាស់តូចមិនអាចធ្វើអីអ្នកឯងបានណាយើងនឹងព្យាយាមពនំគុំគួនហ្មងចឹងជាមួយតម្រៃហ្នឹងចាប់ជាកបាស់ហ្នឹងភេទទៅនិយាយជាមួយក្អែកបំរើក្អែកសុំបំរើក្អែកធ្វើស្អីយកចិត្តក្អែករហូត2 3ថ្ងៃទៅ2 3ថ្ងៃទៅសុំឲ្យក្អែកនឹងជួយក្អែកហ្នឹងស្រឡាញ់ចាប់ជាតិហ្នឹងព្រមតែឲ្យយើងធ្វើអីជួយធ្វើអីថាអត់មានធ្វើអីច្រើនទេគ្រាន់តែទៅចាក់ភ្នែកតម្រៃនោះណាប្រាប់ភិនភៈតម្រៃហ្នឹងដែលជន់កូនរបស់ខ្ញុំហ្នឹងទៅចាក់ភ្នែកឲ្យបែកទៅតែប៉ុណ្្នឹងឯងរួចទៅគេទៅត្រូវរើគ្នាជាមួយរុយក្បាលខៀវទៀតចាប់ជាកបាស់ហ្នឹងណាយកចិត្តយកថ្លើមជាមួយរុយក្បាលខៀវហ្នឹងហើយសុំឲ្យរុយក្បាលខៀវហ្នឹងនៅពេលណាដំរីហ្នឹងបែកភ្នែកឲ្យទៅពងដាក់រួចទៅចាប់ជាតិហ្នឹងគេទៅត្រូវរើគ្នាជាមួយកង្កែបទៀតគេថានៅពេលណាដែលដំរីហ្នឹងខ្វាក់ភ្នែកស្រេកទឹកឲ្យបងកង្កែបឯងហ្នឹងឡើងទៅលើភ្នំយំនៅលើភ្នំហើយពេលដំរីហ្នឹងដឹងថាមានទឹកដើរទៅរកទឹកបងកង្កែបឯងហ្នឹងមកអែបមាត់ជ្រោះទៅកិច្ចការនេះនឹងបានសម្រេចទាំងអស់ទៀតតម្រៃជាតួអង្គទេវទត្តនឹងក្រោយពីបែកភ្នែកហើយតង្កើរុកពេញភ្នែកស្រេកទឹកស្ដាប់សំឡេងអង្កែបយំដឹងតែមានទឹកដើរឡើងទៅលើភ្នំចិត្តដើរទៅអង្កែបនឹងចិត្តទៅលោតទៅមាត់ជ្រោះផ្លាត់ជើងធ្លាក់រមៀលស្លាប់ទៅនឹងព្រះសម្មាសម្ពុទ្ធសម្ដែងប្រុសពញាតទាំងពីរទាំងណារួចទៅព្រះអង្គទ្រង់សម្ដែងជាដក2ទៀតអំពីរុក្ខធម្មជាដកនិងវត្តកជាដកពីរឿងការព្រមព្រៀងគ្នាចឹងណាពីការព្រមព្រៀងគ្នាក្នុងការនោះព្រះបរមពុរិស័ទកើតជារុក្ខទេវតាកាលដែលស្ដេចវេស្សវណ្ណក្នុងការនោះចុតិទៅសុគទេវរាជចាត់ចែងតែងតាំងស្ដេចវេស្សវណ្ណបន្តមកទៀតដាច់វេស្សវណ្ណបន្តមកនេះចាត់ចែងឲ្យទេវតាទាំងឡាយតាំងវិមាននៅតាមដើមឈើព្រះបរមពុរិស័ទជារុក្ខទេវតាបានប្រាប់ទេវតាជាពួកញាតិទាំងអស់ឲ្យចាប់ដើមឈើក្នុងព្រៃហែមពៀនហ្នឹងដើមឈើដែលនៅក្នុងព្រៃដែលញឹកស្អេជាប់គ្នាហ្នឹងណាកុំឲ្យទៅនៅនឹងដើមឈើតាមវាលដាច់តែឯងហើយដើមឈើមួយដាច់តែឯងហ្នឹងវាធំរាប់អោបធំណាហើយទេវតាដោយច្រើនទៀតមិនស្ដាប់ព្រះបរមពុរិស័ទមិនត្រូវការអីមកនៅក្នុងទីស្ដុកចង្អៀតដើមឈើច្រើនទេវតាក៏ច្រើននាំគ្នាទៅនៅតាមដើមឈើស្រឡះមួយតែឯងណាដល់ពេលក្រោយមកយូរមកមានខ្យល់ព្យុះណាខ្យល់ព្យុះបន្តមានខ្យល់ព្យុះមួយនោះធំចឹងដើមឈើប្រប៉ុណ្ណាក៏ដោយនៅតែឯងនឹងវាប៉ើងរលំលំបាក់ឬអស់ដល់ព្រៃហើយមកពេលដើមឈើញឹកជាប់គ្នាវាជួយទប់គ្នាអត់មានបាក់ដើមឈើណាគឺទៅបានតែដាច់ចុងនឹងឯងដល់អញ្ចឹងទៅទេវតាដែលនៅតាមពេលអស់ដើមឈើហ្នឹងក៏
នាំគ្នាលំបាកលំបិនពួរកូនខ្លះដឹកកូនខ្លះអីខ្លះរកកន្លែងនៅអត់មានណារុក្ខទេវតាគឺត្រូវមានវិមាននៅនឹងដើមឈើដែរណាហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកាលដែលព្រះអង្គជារុក្ខទេវតាហ្នឹងហើយលើកយករឿងនឹងឯងបញ្ជាក់អំពីរឿងដើមឈើដែលដុះចិត្តដិតគ្នានេះឯងសំបីខ្យល់ព្យុះដែលបក់ឲ្យដើមឈើធំរលំក៏មិនអាចធ្វើឲ្យដើមឈើសំបីតូចមែនប៉ុន្តែដុកជាប់ជាមួយគ្នាញឹកគ្នាជួយទប់គ្នាគឺមិនបាក់មិនរលំឡើយដូច្នេះក្នុងអត្តន័យហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យមានការព្រមព្រៀងគ្នាទៅជាកម្លាំងក្នុងកិច្ចការងារដែលប្រព្រឹត្តទៅដូចជាពុទ្ធបរិស័ទយើងនៅក្នុងព្រះសាសនានេះអញ្ចឹងគឺសំខាន់ត្រង់ដែលព្រមព្រៀងគ្នាតែមិនបែកបាក់គ្នាទីក្នុងនឹងឯងដែលជាកម្លាំងដើម្បីរក្សានៅពុទ្ធសាសនាហើយក្នុងក្រុមគ្រួសារក្នុងវត្តអារាមនីមួយហ្នឹងគឺកុំចេះតែឆ្លោះប្រកែកតោះតេងគ្នាបែកបាក់គ្នាដល់ងាយទេណាកុំឆាប់បែកមិត្តណាជាមនុស្សល្អគ្រាន់តែមានអធិស្ឋ័យតោះគ្នាឯនេះ1 2គឺក៏កុំប្រញាប់បែកគ្នាព្រោះយើងមានការព្រមព្រៀងគ្នាជាមួយនឹងមនុស្សល្អជាអ្នកមានសុចរិតជាអ្នកមានសិលគឺជាកម្លាំងក្នុងកិច្ចការងារដែលយើងធ្វើទាំងដែលនៅក្នុងសង្គមដូចយើងជាពុទ្ធបរិស័ទអីចឹងណាហើយដើម្បីឲ្យមានការព្រមព្រៀងគ្នាយើងកុំភ្លេចឲ្យសេចក្តីសំខាន់ដល់គ្នានឹងគ្នានេះជាមូលហេតុមួយដែលនាំឲ្យមនុស្សយើងចេះព្រមព្រៀងគ្នាទៀតកុំចេះតែចង់វាយរឹកយកប្រសើរយកក្រំបើទីខ្លួនឯងឲ្យវាមានសមាណត្តតាដោយការសង្គ្រោះចេះតម្កល់ខ្លួនឲ្យបានស្មើឲ្យបានល្អប្រពៃឲ្យសេចក្តីសំខាន់ដល់អ្នកដទៃការឲ្យសេចក្តីសំខាន់ដល់អ្នកដទៃនេះក្នុងកិច្ចការងារដែលអ្នកដទៃបានធ្វើជាប្រយោជន៍យើងលើកឡើងណាយើងលើកឡើងនៅកិច្ចការងារដែលអ្នកដទៃបានធ្វើជាប្រយោជន៍ជាគុណសម្បត្តិហ្នឹងឲ្យប្រកបឡើងអានេះឲ្យសេចក្តីសំខាន់ដល់អ្នកដទៃឲ្យមានទឹកចិត្តហើយកើតមេត្តាចិត្តព្រមព្រៀងគ្នាទៀតណាកុំចង់ប្រសើរកុំចង់គ្រាន់បើអីតែខ្លួនឯងយើងត្រូវយល់ដល់រឿងការព្រមព្រៀងគ្នានេះជាកម្លាំងក្នុងកិច្ចការងារទៀតយើងធ្វើនេះគេធ្វើនោះណាយើងមិនអាចធ្វើតែឯងបានទេណាដូចជាការជ្រោមជ្រែងត្រួតត្រងពុទ្ធសាសនាអីក៏យើងត្រូវតែព្រមព្រៀងគ្នាក្នុងកិច្ចការងារសហគមន៍ធម្មទានក៏ត្រូវតែព្រមព្រៀងគ្នាដែរណាហ្នឹងការព្រមព្រៀងគ្នានឹងឯងដូចដើមឈើអញ្ចឹងយើងស្ដាប់ទៅគិតទៅយល់ហើយមួយទៀតវត្តកៈជាដកសម្ដែងអំពីចាបជាប់លុបព្រាមទាំងព្រះរមពុរិស័ទជាមេភូមិរាប់1 2 3ឲ្យហើទាំងអស់គ្នាទៀតកុំអតតអតាយកុំអាឡែងតែឆ្លោះគ្នាក្នុងសំណាញ់នោះណាពួកចាបដែលនៅក្រោមអាវាតរបស់ព្រះបរមពុរិស័ទស្ដាប់ព្រះបរមពុរិស័ទប្រឹងហើទាំងអស់គ្នាទម្លាយលុបព្រាមនឹងរួចទាំងអស់ទៅទៀតហើយចាបដែលរវល់តែឆ្លោះគ្នានោះជាប់លុបព្រាមហើយរវល់តែឆ្លោះគ្នានៅក្នុងសំណាញ់ហ្នឹងមានរួបរวมគ្នាដើម្បីទម្លាយសំណាញ់ព្រាមនឹងអីហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងរួចទៅបានព្រះអង្គទ្រង់សម្ដែងអំពីអ្នកទាំងពីរហ្នឹងជាញាតិជាមួយគ្នាទាំងកោលយៈវង្សហើយនឹងសក្យវង្សហ្នឹងជាញាតិនឹងគ្នាទេបងប្អូនពីដើមហ្នឹង9នាក់ស្រី5ប្រុស4ហ្នឹងដែលត្រូវចេញអំពីព្រះនគរទៅហើយបងស្រីហ្នឹងកើតខ្លួនហើយប្អូនប្រុសស្រី4គូហ្នឹងបានគ្នាទៅហើយបងស្រីហ្នឹងទៅនៅក្នុងរូងដីហើយសម្បូរទៅដោយដើមកបៅទៀតដែលជាខ្លួនដោយសារតែនៅក្នុងរូងដីហើយសុទ្ធតែរឹសដើមកបៅចាក់ចូលទៅក្នុងដីធ្វើឲ្យជាខ្លួនចំហាយដើមកបៅហ្នឹងប្រកែទៀតហើយក្នុងកាលនោះរាមមគ្គនោះណារាមមគ្គហ្នឹងដែលមកបានបងស្រីហ្នឹង
hay ban chia cao là dễ vuông nâng hay thà riêng mà kriêm á riêng mà kriêm miền Briscoe phải chạy đây tiền nơi riêng mà kriêm từ châu từ Tây Nepal phơi châu tới chỉ còn cái miền đầy muối dạng không hay co sang phải chạy đầy muối riệp trong xã ba tiền hơi đào châu từ nông tiết bạn đào từ lại ti cái lại Briscoe để bánh chóc Bris bà rong sẽ đây được cái thiết pi nè tiền miền bong quát chung với miền cái lại bồi chia đào kêu cả ốp đào tiền đào thuộc ấy là cái phơi nắng ấy miền là bong trôi tới chia cùng nu đây mò nó ngồi dạng cua đào cái tệ sân chung với bàn để năng hayประเทศนั้นព្រះមហាកាសបៈមិនបានប្រមូលយកមកកប់ទេដោយសារថាមានការបាក់បច្ចេកដីក្នុងកាលនោះហើយហូរតាមទឹកធ្លាក់ចូលទៅអ្នកយកទៅនោះដល់កសាងសវណ្ណមាલિកចេតិយនៅតាមពាក់បណ្ឌិតទ្វីបក្នុងសម័យកាលព្រះបាទទុដ្ឋគិមនីអភ័យហ្នឹងបានចាត់ចែងឲ្យសោនុត្តរសាមណេរណាទៅយកនៅប្រធាននឹងឯងទៅយកពីឋានប្រជុំនេះមកបញ្ចុះនៅសវណ្ណមាલિកចេតិយទៅប្រភពដើមនៅរាមគ្រាមហើយសាមរាមៈហ្នឹងជាតកូលក្សត្រដែលបានមកបងស្រីខាងសក្យៈនេះហើយកើតកូនកើតចៅមកហើយនៅខាងសក្យៈហ្នឹងបិតាសោយជីវង្គត់ទៅបងប្អូនហ្នឹងនាំគ្នាចូលមកនគរវិញមកហើយបងស្រីជាមួយរាមៈហ្នឹងក៏បានរៀបចំនគរមួយណាទៅបងប្អូនគ្នានឹងទៅតើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចឹងទៅក៏បានស្គាល់បងប្អូនគ្នាតើខំអីច្បាំងចាប់ចាក់គ្នាឈាមហូរពេញស្ទឹងរយនៃហ្នឹងបានស្គាល់ជាបងប្អូនគ្នាបានស្រឡាញ់រាប់អានគ្នាទៅរួចទៅព្រះអង្គសម្ដែងអត្តកន្តសូត្រណាសម្ដែងអត្តកន្តសូត្រហ្នឹងខ្ញុំកណាខ្ញុំបាទធ្លាប់លើកយកមកសម្ដែងហើយនៅក្នុងសត្តនិបាតក៏មានក្នុងមហានិតទេសក៏មានទាំងណាខត្តកនិកាយមហានិទេសហើយរួចទៅពពួកវិញ្ញាណទាំងសងខាងហ្នឹងដើម្បីតបស្នងសងគុណព្រះរាមាភិភិដែលបានមកជួយឲ្យយើងស្គាល់ជាបងប្អូនគ្នាស្រឡាញ់គ្នាហើយមិនធ្វើសង្គ្រាមមិនសម្លាប់គ្នាអត់មាននរណាងាប់អត់មានឈាមហូរមួយតំណក់ចឹងទៅក៏បានឲ្យកុលបុត្រចេញចា250អង្គហើយចូលកម្មភ្នោះដោយគិតឃើញថាព្រះអង្គនៅជាព្រះរាជាក៏មានបរិវារហែហមឥឡូវព្រះអង្គចេញចាកពីរាជសម្បត្តិទៅបួសបានជាពុទ្ធក៏គួរតែមានបរិវារហែហមក៏បានឲ្យកុលបុត្រនឹងឯង500អង្គនឹងបួសហើយជាប់តាមព្រះរាមាភិភិទៅហើយសិទ្ធិអ្នកមានប្រពន្ធចឹង500អង្គហ្នឹងបានធ្វើដំណើរតាមព្រះរាមាភិភិទៅនេះទៅនោះទៅប្រពន្ធនឹងចិត្តតែបញ្ជូនសម្បត្តិមកនឹកលឹកបងនឹកឲ្យលឹកនៅតែឯងនឹងអត់មានបងនឹងអបសុកមកនឹកលោះអាឡ័យពោរៀបរាប់សេសម្បត្តិផ្ញើមកលោកទៀតណាដល់ចឹងទៅធ្វើឲ្យលោកនឹងអាស័ព្ទអសលអសេះអសលព្រោះតែបុស្សនឹងមិនមានសទ្ធាឯណាអត់មានសទ្ធាដើម្បីចេញចាកផ្ទះចូលមកកាន់ភ្នោះពិតប្រកបដើម្បីស្វែងរកព្រះនិព្វាននេះជាការចាត់ចែងរបស់ពពួកញាតិហ្នឹងឲ្យមកបុស្សហ្នឹងដល់ចឹងទៅសមូនសមានក្នុងចិត្តនឹកប្រពន្ធព្រះរាមាភិភិព្រះអង្គទ្រង់ជ្រាបដល់វិរៈចិត្តនៃភិក្ខុទាំងអស់ហ្នឹងព្រះអង្គទ្រង់នាំភិក្ខុទាំងអស់ហ្នឹងទៅកាន់ក្រុងកបិលភ័ស្ត្រណាគង់នៅនិក្រូធិរាមទៀតណានិក្រូធិរាមហ្នឹងមានកន្លែង2សម្រាប់បូជាទៀតជាកន្លែងមួយជាវិហារកន្លែងមួយជាប្រគុណកត្តណាមានរបងគាត់ជំវិញថែរក្សាស្អាតចូលទៅចឹងប៉ុន្តែมันមានតុបតែងអីដូចវេលវ័នឬក៏ចិត្តពន្ធអីទេតែគ្រាន់តែស្មើស្អាតមានដើមឈើធំណាហ្នឹងនិក្រូធិរាមដែលជាវត្តទី2ចាំចាត់ទុកជាវត្តទី2ពីប្រវត្តិទី1វត្តវេលវ័នជាកលន្តកនិវេបស្ថានហើយក្នុងកាលនោះដែលព្រះបាទសិរីសទ្ធោទនៈចាត់ឲ្យអាមាត្យរតនាព្រះអង្គមកនោះហើយក៏បានកសាងនៅនិក្រូធិរាមហ្នឹងណាព្រះរាហុលបួស
ก็នៅនិក្រូធេរាមព្រះនួនក៏បួសនៅនិក្រូធេរាមណាប្រវត្តិរឿងរ៉ាវនិក្រូធេរាមហ្នឹងក៏គួរឲ្យយើងរីករាយជ្រះថ្លាទៀតហើយពេលដែលព្រះអង្គនិមន្តបិណ្ឌបាតក្នុងក្រុងបេលផោះនឹងរួចទៅសាកសួរភិក្ខុទាំងឡាយដែលឃើញព្រៃហែមពៀនទេណាថាខ្ញុំព្រះអង្គអត់ដែលឃើញទេមានបំណងចង់ទៅទេថាបើព្រះអង្គនាំទៅបានខ្ញុំព្រះអង្គរីករាយណាស់ព្រះអង្គនាំភិក្ខុទាំងអស់នឹងដែលភិក្ខុថាខ្ញុំព្រះអង្គទៅមិនបានទេព្រោះអត់មានរិទ្ធតែព្រះអង្គនាំទៅដោយរិទ្ធរបស់ព្រះអង្គទៀតទៅដល់ព្រៃហែមពៀនព្រះអង្គបង្ហាញពីភ្នំ7ជាន់នឹងបង្ហាញអំពីដើមឈើបង្ហាញទេសភាពទៀតមានសត្វសពគ្រប់មានស្អីនៅក្នុងបេដកលេខ61មិនបានមើលអត្ថកថាទៀតមានសត្វសពគ្រប់មានស្អីនៅក្នុងបេដកលេខ61មិនបានមើលអត្ថកថាក៏សំគួរដែរទៀតនៅក្នុងកុណាលជាដកមានរៀបរាប់អំពីព្រៃភ្នំរៀបរាប់ឈ្មោះសត្វឈ្មោះអីនៅក្នុងបេដកហ្នឹងមានហូហែសំគួរទៀតបេដកលេខ61ហើយបើកមើលមេតិកាទៅដាក់កុណាលជាដកណាខ្ញុំកាលនេះបានមិនបាច់រៀបរាប់អីច្រើនទេគ្រាន់តែបញ្ជាក់ថាព្រះអង្គបង្ហាញទេសភាពក្នុងព្រៃហែមពៀនសពគ្រប់ទៅលើកំពូលភ្នំមួយភិក្ខុទាំងអស់ហ្នឹងឃើញសត្វតាវ៉ៅចឹងប្លែកឃើញសត្វតាវ៉ៅហ្នឹងណាវាពំមេឃឈើសងខាងហើយនៅកណ្ដាលហ្នឹងសត្វតាវ៉ៅហ្នឹងសត្វហ្នឹងឈ្មោលចឹងដែលពំហ្នឹងហើយក្រៅពីហ្នឹងទៀតសត្វតាមេទាំងអស់8ហើរពីលើ8ហើរពីក្រោម8ហើរពីមុខ8ហើរពីក្រោយ8ហើរពីសងខាងមាន8ទៀតនៅពីក្រោយនិយាយរកគ្នាទៀតទូលសួរព្រះរាមាប្រភេទសត្វតាវ៉ៅហ្នឹងមានក្រុមមានពួកមានភងអីក៏ល្អម្ល៉េះហើចេញពីកន្លែងមួយទៅកន្លែងមួយពីចំការដូងទៅចំការជែកពីចំការជែកទៅចំការខ្នុលសាកសួរព្រះរាមាភិបានព្រះអង្គសម្ដែងថានឹងតវងពីតថាគតមកដែលតថាគតធ្លាប់កើតជាតាវ៉ៅណាជាបាក់សីតាវ៉ៅហ្នឹងកុណាលៈសកុណៈកុណាលៈចឹងតាវ៉ៅព្រះបរមពុរិស័ទព្រះអង្គសម្ដែងតថាគតហ្នឹងក្នុងកាលនោះមិនមែនមានតាវ៉ៅមេនឹងញីហ្នឹងមេហ្នឹងមិនមែនមានតែប៉ុណ្្នឹងទេណាមានមេតាវ៉ៅហ្នឹងពំឈើសងខាងហើយកុណាលៈហ្នឹងពំនៅកណ្ដាលដោយអត់ចាំបាច់ហើណាដោយគេគិតថាកុំឲ្យយើងនឹងលំបាកនឹងហើដោយខ្លួនឯងហើយមានមេតាវ៉ៅ500ហើពីក្រោមគិតថាក្រែងលោម្ចាស់យើងធ្លាក់មកយើងយកស្លាបទ្រទាំងអស់គ្នា500ហើពីលើការពារកម្ដៅថ្ងៃ500ហើសងខាងការពារចំហាយក្តៅឬក៏ចំហាយត្រជាក់500ឆ្វេង500ស្ដាំ500ពីមុខការពារក្រៃលោវាមានសត្វធំសត្វអីចង់មកបៀតបៀនម្ចាស់យើងឬក៏ក្មេងខ្វៀលគោខ្វៀលសេះអីគប់កវែងមកពីមុខមកគឺ500នៅពីមុខការពារទាំង500នៅពីក្រោយការពារដូចគ្នា500នៅពីក្រោយបន្តមកទៀតនិយាយពាក្យយ៉ាងពីរស់គ្នាទៅវិញទៅមកកុំឲ្យម្ចាស់យើងអបសក់កុំឲ្យវាស្ងាត់ជ្រាបមាននាង500ពីក្រោយហ្នឹងនិយាយគ្នាសំឡេងតាវ៉ៅពីរស់ទាំងណាសំឡេងតាវ៉ៅពីរស់មានរឿងមួយនោះដែលព្រះអង្គសម្ដែងប្ររពនាងសុជាតានោះនាងសុជាតាសុនិសារបស់អនាថបិណ្ឌកសិទ្ធិណាកូនប្រសាស្រីដែលជាភរិយារបស់នាយកាលៈនោះនឹងប្អូនបង្កើតរបស់វិសាខាមហាបាសិកាទៀតនាងសុជាតានឹងបង្កើតជាមុនដំបូងនោះឆ្លោះគ្នាជាមួយពួកទេសកម្មករអីសពគ្រប់ទាំងអស់បានព្រះអង្គទទួលមានសម្ដែងពីភរិយា7ពួកនោះហើយបានសម្ដែងសតតាបត្តផលនោះភិក្ខុទាំងឡាយពោលសរសើរព្រះរាមាប្រភេទដែលសម្ដែងធัวតែម្ដងនាងសុជាតាកាចដល់ម្លឹងហើយបានសតតាហើយតាំងខ្លួនជាទាស័យសមាភរិយារបស់
ប្តីឈប់ការរហូតតទៅបានព្រះអង្គសម្ដែងថាតថាគតធ្លាប់ណាតថាគតនឹងធ្លាប់បានជួយនាងនឹងពីជាតិមុនដែរនាងជាជាតិតានឹងកើតជាមេត្តារបស់ព្រះបរមពុរិស័ទព្រះអង្គជាព្រះរាជាទៀតណាព្រះអង្គជាព្រះរាជាក្នុងការនោះមានមេត្តានឹងកាចពាក្យសម្ដីនឹងនិយាយកំហួកកំហែងចរិយានឹងមិនល្អទេប៉ុន្តែព្រះបរមពុរិស័ទមិនតាន់មានឱកាសពេលមួយនាំគ្នាទៅកាន់សួនឧទ្យាននឹងឆ្លងកាត់វាលស្រែអាសត្វតិជាតិនឹងវាផ្អើលនឹងកងតបយំអាជាចាច់ម្នាក់យកដៃបិទតិជាតិឆ្លងនៅអាសត្វតិជាតិហ្នឹងដល់ទៅពេលផុតពីវាលនឹងចូលទៅព្រៃធំឬសូវសត្វតវ៉ៅយំនាំគ្នាសរសើរទៀតអូយព្រោះអីព្រោះម្លេះទេសត្វតវ៉ៅហ្នឹងបានឱកាសហ្នឹងដែលព្រះបរមពុរិស័ទបានពោលឡើងថាមនុស្សខ្លះនិយាយឡើងគឺថាគេមិនចង់ស្ដាប់យកដៃបិទតិជាតិមនុស្សខ្លះនិយាយទៅពីរោគេចង់ស្ដាប់ពីពោលសរសើរព្រមេតាព្រះបរមពុរិស័ទនឹកថាកូនហ្នឹងនិយាយហ្នឹងគឺសំដៅមករកខ្លួនហើយប៉ុន្តែវាអត់មានស្អីដើម្បីនឹងបកែកនឹងថាអីក៏ខំអប់រំទូមានខ្លួនទៅកុំឲ្យនិយាយពាក្យសម្ដីអ្វីដែលគេស្អប់នោះនឹងព្រះបរមពុរិស័ទលើកយកបជាដកនឹងមកទាំងមេត្តារបស់ព្រះអង្គក្នុងកាលនោះមកជានាងសុជាតានេះមិនមែនសុជាតាមេត្តាព្រះយសទេណាសុជាតានេះប្អូនបង្កើតអូនស្រីបង្កើតបាសិកាវិសាខាហ្នឹងអានេះគ្រាន់តែចង់រំលឹកបន្តិចអំពីរឿងសម្លេងសត្វតវ៉ៅវាពីរោះអញ្ចឹងបានជានាងនោះគឺថានិយាយរកគ្នាបញ្ចេញសម្លេងច្រៀងទៅសប្បាយទៅនៅពីក្រោយនឹងដូចភ្លេងអញ្ចឹង500គឺមានរបៀបរបបគេមិនមែនជជែកចចាយទៅពីទៅផ្ទះទេគេតគ្នាមកប្រមាណ10 20អញ្ចឹងទៅរួចទៅគេតគ្នាដូចលេងភ្លេងអញ្ចឹងទៀតនាងទាំង500តាមក្រោយហ្នឹងក៏ប៉ុន្តែក្នុងការនោះកុណាលៈមានពាក្យសម្ដីជាមួយនឹងមេតវ៉ៅទាំងអស់នឹងអត់ពីរោះទេសិតតែঙែងចេះঙែងចុះថោកទៀបស្អីណាថាឲ្យនាងទាំងអស់ហ្នឹងចឹងណានឹងមើលនៅក្នុងកុណាលៈជាដកហ្នឹងទៀតនិយាយអំពីតាវ៉ៅមួយទៀតណាឧទាយីទៀតកាលនោះកើតជាតាវ៉ៅឈ្មោះបណ្ណមុខៈហ្នឹងវាមានមុខសទៀតតាវ៉ៅហ្នឹងព្រះឧទាយីមានបរិវារអីចឹងដែរដែលហើមុខហើក្រោយអីហ្នឹង50ជាងហៀងឆ្វេងស្ដាំពីលើពីក្រោមអីចឹងដែរអូផ្អែមណាស់ឧទាយីហ្នឹងសិតតែអូនល្អណានិយាយជាមួយប្រពន្ធនោះដល់អញ្ចឹងទៅពេលមួយបណ្ណមុខៈហ្នឹងមកជួបនឹងតាវ៉ៅដែលជាបរិវាររបស់ព្រះបរមពុរិស័ទហ្នឹងបរិវាររបស់ព្រះបរមពុរិស័ទហ្នឹងក៏បានរៀបរាប់សេចក្តីហ្នឹងប្រាប់បណ្ណមុខៈហ្នឹងថាពួកយើងខ្ញុំនេះមិនដែលបានសម្ដីល្អពីប្តីរបស់ខ្ញុំទេប្តីរបស់ខ្ញុំហ្នឹងទោះជាខ្ញុំបំរើកប់គុណយ៉ាងណាក៏ដោយមិនដែលសម្ដីល្អមករកពួកខ្ញុំទេសម្ដីសិតតែហងឯងសិតតែថោកទាបសិតតែចិត្តស្រាលស្អីណារៀបរាប់នៅក្នុងហ្នឹងខ្ញុំនិយាយមិនអស់ទេណាព្រោះចង់សម្ដែងយូរហើយក៏ណាលជាដកប៉ុន្តែរឿងនៅក្នុងព្រះជាដកនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបអធ្យាស្រ័យរបស់ភិក្ខុទាំង500ដែលនឹកប្រពន្ធនេះណាព្រះអង្គលើកយកបជាដកនឹងមកសម្ដែងនឹងគឺសម្ដែងអំពីទោសរបស់ប្រពន្ធណាសម្ដែងច្រើនទៅក្នុងនឹងកាលណាពុទ្ធចាស់និមន្តអានមើលចុះនៅក្នុងសេចក្តីហ្នឹងដើម្បីជួយឲ្យភិក្ខុទាំង500នឹងឯងមានចិត្តធុញទ្រាន់លឿនណាយនឹងទរាវៈហើយស្ដាប់អរិយសច្ចធម៌ចូលទាំងដល់លឿនណាយទៅស្ដាប់ទុក្ខសច្ចសមុទយសច្ចចូលបានសម្រេចមគ្គផលណាទាំងពេលដែលទៅព្រះអង្គនាំទៅមកវិញមកខ្លួនឯងដោយរិទ្ធខ្លួនឯងណាហ្នឹងគឺនៅក្នុងកណាលជាដកហ្នឹងព្រះអង្គមិនលើកយករឿងស្ត្រីដែលល្អទេខ្វះអីស្ត្រីល្អមកកណោតែព្រះអង្គអត់លើកយកទៅសម្ដែងទេក្នុងកណាលជាដកហ្នឹងហើយក្នុងកាលដែលព្រះអង្គសម្ដែងនៅប្រវត្តិរបស់ព្រះអង្គកុណាលៈហ្នឹងក្នុងកាលនោះបណ្ណមុខៈហ្នឹងក៏បានពោលឡើងថាអញ្ចឹងហ៎
នាងទាំងអស់គ្នាហ្នឹងចឹងក៏បានចូលទៅជួបនឹងកុណាលៈព្រះបរមពុរិស័ទហ្នឹងក៏បានពោលដាស់តឿនព្រះបរមពុរិស័ទហ្នឹងឲ្យចេះនិយាយល្អនិយាយព្រោះជាមួយប្រពន្ធផងមើលកុំឲ្យពាក្យសម្ដីអាក្រក់អត្រីពេកព្រះបរមពុរិស័ទបណ្ដេញបណ្ណមុខៈទៀតណាបណ្ដេញអ្នកឯងមិនមែនជាមិត្តរបស់យើងទេកុំមកនិយាយពាក្យសម្ដីអីអញ្ចឹងណាហើយបណ្ណមុខៈហ្នឹងក៏ចេញទៅពេលមួយនោះបណ្ណមុខៈហ្នឹងឈឺទៅពេលឈឺទៅប្រពន្ធហ្នឹងហើចោលអស់បានព្រះបរមពុរិស័ទកុណាលៈហ្នឹងទៅជួយមើលថែរក្សាបណ្ណមុខៈហ្នឹងឯងនាំផ្លែឈើនាំអីទៅឲ្យហើយជាបាលដោយឱសថផ្សេងនៅក្នុងព្រៃហែមពៀនហ្នឹងបានជាទៅបានសម្ដែងការពិតប្រាប់ថាយើងដែលមិននិយាយព្រោះជាមួយពួកនាងអស់ហ្នឹងមកអំពីយើងបានដឹងរឿងច្រើនណាស់ប៉ុន្តែក្នុងខ្សែអត្ថសម្លេងពធលេខ787ទាំងសម្ដែងនៅក្នុងកុណាលជាដកបេដកលេខ61ចឹងប្រវត្តិរឿងរ៉ាវពីខាងដើមហ្នឹងបានបន្តមកពីខ្សែអត្ថមុនហ្នឹងឥឡូវនៅក្នុងសេចក្តីដែលសកុណៈកុណាលៈតវៅព្រះបរមពុរិស័ទបានរៀបរាប់ពីហេតុដែលមិនឲ្យអាត្មាអញនឹងនិយាយពីរសផ្អែមល្ហែមជាមួយនឹងនាងទាំងអស់នឹងយ៉ាងណាបើសម្លាញ់ចង់ដឹងរឿងហ្នឹងមកតាមយើងមកនាំបណ្ណមុខៈនឹងហៅទៅកម្មទីកន្លែងមួយចឹងក្នុងការនោះគូរុក្ខទេវតាដឹងរឿងកុណាលៈតវៅព្រះបរមពុរិស័ទនឹងប្រកាសឡើងនៅសេចក្តីពិតយ៉ាងណាជាអតីតជាតិដែលបានចាំមកយ៉ាងម៉េចពោលទុករបស់ភរិយានឹងយ៉ាងម៉េចជាមេត្តាក្រៀមនោះពួករុក្ខទេវតាប្រកាសឲ្យមកស្ដាប់ព្រះបរមពុរិស័ទចឹងទេវតាតាំងពីអាកាសទេវតារហូតចាតមហារាជការទេវតាមកគ្រប់ជាន់ទាំងអស់មកស្ដាប់ព្រះបរមពុរិស័ទហើយក្នុងការនោះព្រះអនន្តកើតជាខ្មាតជាស្ដេចខ្មាតទៀតឮសូរកក្រឹកកក្រែងមកស្ដាប់ដែរហើយព្រះសិរីបុត្រជាតាបោះបានសម្រេចអភិញ្ញា5ក៏មកស្ដាប់ព្រះបរមពុរិស័ទដែរនៅក្នុងកុណាលជាដកហ្នឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គដល់ពេលវេលាព្រះអង្គប្រកាសសម្ដែងអំពីទោសច្រើនប្រការរបស់ស្ត្រីរបស់ភរិយាមាតុក្រៀមហើយសម្ដែងឲ្យភិក្ខុ500នឹងឯងស្ដាប់ដើម្បីឲ្យមានចិត្តនឿយណាយពីការគ្រប់គ្រងផ្ទះព្រះអង្គលើកយករឿងដែលមិនល្អរបស់ស្ត្រីរឿងល្អព្រះអង្គអត់លើកយកមកទេព្រោះឱកាសពេលវេលាគ្រាហ្នឹងអធិស្ឋ័យឧបនិស្ស័យរបស់ភិក្ខុទាំង500ហ្នឹងគឺត្រូវស្រោចស្រង់ដោយកុណាលជាដកហ្នឹងហើយកុណាលៈព្រះបរមពុរិស័ទនឹងនឹករលឹកឃើញអតីតជាតិច្រើនរឿងណាស់ទៀតបានសម្ដែងថាក្នុងកាលនោះព្រះរាជធីតានឹងមានឪពុក2មានប្តី5នាក់ហើយនៅមិនស្កប់ចិត្តត្រូវលោភលាក់ស្រឡាញ់ជាមួយនឹងបរិសគោម្នាក់ទៀតណាកាលដែលប្របាទព្រហ្មទត្តទៅវាយដណ្ដើមយកដែនកោសលចឹងណាបាទព្រហ្មទត្តគ្រប់គ្រងនៅដែនកាសីណាទៅវាយយកនគរកោសលហ្នឹងសម្រាប់ព្រះរាជាក្នុងនគរកោសលរួចទៅចាប់យកភរិយារបស់ព្រះបាទកោសលហ្នឹងមកតែងតាំងជាអគ្គមហេសីនៅឯនគរពារាណសីទាំងដែលមហេសីរបស់ព្រះបាទកោសលនឹងមានគួរស្រាប់ហើយណាដល់ពេលប្រសូតមកជាធីតាហើយព្រះរាជា
ប្របាទនៅដែនកាសីហ្នឹងបាទព្រមតតហ្នឹងអត់មានបុតអត់មានធីតាដល់អញ្ចឹងទៅស្រឡាញ់បុតរាប់ប្រទានពរឲ្យណាកូនហ្នឹងកើតមកឈ្មោះនាងកណ្ណហាទេវីដែរដល់អញ្ចឹងថាចាំដល់ឱកាសពេលវេលាដល់អញ្ចឹងម្ដាយប្រាប់ឲ្យកូនហ្នឹងទៅទទួលពរពីបិតាដោយខ្លួនឯងដល់ពេលពេញកមុំទៅនោះនាងហ្នឹងថាអត់សុំគ្រឿងអលង្ការអត់សុំរាជសម្បត្តិអត់សុំអីទាំងអស់គឺខ្ញុំម្ចាស់សុំរើសប្តីខ្លួនឯងណាបិតាថាល្អហើយធីតាណាចាត់ចែងហៅប្រុសទាំងអស់ណាមកទៅរៀបជួលគ្នាឲ្យនាងកណ្ហាហ្នឹងរើសមើលតាមបង្អួចមកអត់មានពេញចិត្តណាទេទេប្រុសទាំងអស់ហ្នឹងនៅឯបណ្ឌុកនគរហ្នឹងរាជបុត្រ5អង្គទៅរៀននៅឯនគរតកសិលាក្នុងនោះមានព្រះបរមពុរិស័ទមួយទៀតកុដណាលៈហ្នឹងកើតជាបុត្រច្បងឈ្មោះអជ្ជុនៈហើយបន្តមកទៀតមានអ្នកកុលៈទី2ទី3ភេមសេនទី4យុធៈសត្យលៈទី5មហាទេពណាឮគេអ៊ូអហ្នឹងមកមើលគេមកប៉ិនតែឲ្យនាងកណ្ហាស្រឡាញ់នឹងបដ ாய் មិនស្រឡាញ់តែមួយស្រឡាញ់ទាំង5ចឹងណាបោះកម្រងផ្កា5វឹបត្រង់ទៀតណាដូចបោះចូលឡូចឹងហ្នឹងវឹបទៅចាប់កកអ្នកទាំង5ហ្នឹងឯងរត់អត់រួចទេរាជាមានអំណាចចាប់ចែងឲ្យអ្នកទាំង5ហ្នឹងឯងបានមកជាស្វាមីចឹងព្រះជាក៏មិនពេញប្រតិដែរដល់ទៅរើសយកប្តី5អីចឹងនោះប៉ុន្តែបើកូនត្រូវការអញ្ចឹងហើយធីតាត្រូវការអញ្ចឹងហើយក៏រៀបចំឲ្យបានទាំង5នាក់ទៅហើយអ្នកទាំង5ហ្នឹងវិលត្រឡប់ពីរៀនសិលសាស្ត្រមកវិញហើយណាមិនមែនទៅបទៅទេណាវិលត្រឡប់មកវិញហើយក៏នៅនឹងនគរហ្នឹងទៅហើយក៏ធ្វើដំណើរទៅកម្មនគររបស់ខ្លួនអីក៏បានទៅមានប្រពន្ធមួយទាំង5អង្គហ្នឹងទៅក្នុងកាលនោះនាងកណ្ហាហ្នឹងមានអ្នកបម្រើម្នាក់មិនឲ្យជាមនុស្សល្អទេអ្នកបម្រើហ្នឹងធ្វើកិច្ចការងារប្រុសណារើសឲ្យខ្នងគួមទៀតមើលទៅដូចកបត់កអញ្ចឹងគួមរហូតដល់ក្បាលហ្នឹងមកនៅពោះខ្នងគួមហ្នឹងអោនកាច់ឆ្អឹងខ្នងកងម៉ង់មកហ្មងហើយអាកកហ្នឹងរៀងវែងបន្តិចដល់អញ្ចឹងទៅអាមុខហ្នឹងមកនៅនឹងពោះហ្នឹងណាមើលទៅដូចមនុស្សកបត់ក្បាលអញ្ចឹងឯងយោនេះយោនោះអីចឹងទៅខ្វាក់ទៅថ្វាយនាងកណ្ហានឹងចុះឡើងប្តីអត់នៅស្រឡាញ់បរោះគោមនឹងឯងទៀតណាពេលនឹកឃើញបរោះគោមនឹងទៅវាចង់ស្រឡាញ់ណាយោបរោះគោមនឹងមួយទៀតទៅគឺលោភលាក់មិនឲ្យប្តីទាំង5នឹងដឹងហើយនៅពេលដែលសាសងគ្នាពោលពាក្យថាពោលពាក្យថាខ្ញុំស្រឡាញ់បងនឹងជាងគេណាហើយក្នុងចិត្តនឹងចង់តែសម្លាប់ប្តីទាំង5យកឈាមមកលាងជើងបងឯងអូយចឹងទៀតហើយដល់ទៅនិយាយជាមួយគ្នានឹងប្តីទាំង5នឹងម្ដងម្នាក់និយាយខុសគ្នាទៀតណានិយាយភាសាអូនបងហ្នឹងបើខ្ញុំនឹងលះបង់ជីវិតចំពោះបងហើយបងជាម្ចាស់ហើយស្រឡាញ់បងនឹងជាងគេនឹងនិយាយជាមួយអជុនៈហ្នឹងអត់ពីប្របីតាទៅខ្ញុំនឹងយករាជសម្បត្តិនឹងជូនបងថ្វាយបងហើយទៅនិយាយជាមួយអ្នកទាំង4ទៀតដូចគ្នាចឹងឯងបើកែសម្ដីហ្មងទៅណាក្រោយមកឈឺដល់ពេលឈឺប្តីទាំង5ហ្នឹងទៅអង្គុយអជុនៈហ្នឹងអង្គុយពីលើច្បាច់ក្បាលទៅឈឺក្បាលហើយ4នាក់ទៀតដៃ2ជើង2ហ្នឹងយកមកដាក់លើភ្លៅច្បាច់ឲ្យនឹង5នាក់ហ្នឹងនាងនឹងធ្វើសញ្ញាអាកំបាំងដែលធ្លាប់និយាយជាមួយនឹង
ព្រះអង្គចាំ5នឹងហើយពីរឿងអាកំបាំងដែលថាអត់ពី3ដើរទៅប្រគល់រាជសម្បត្តិឲ្យហ្នឹងណាមានសញ្ញាអាកំបាំងហ្នឹងឲ្យស្វាមីហ្នឹងដឹងទៀតទៀតនៅកោយក្បាលពីលើផ្លូវអជុនៈហ្នឹងណែញាក់ក្បាលឲ្យអជុនៈហ្នឹងដឹងថាអត់ពី3ដើរទៅឲ្យបងសោយរេហើយជាមួយអ្នកទាំង4ទៀតញាក់ដៃញាក់ជើងសញ្ញាអាកំបាំងហ្នឹងគឺគ្រាន់តែញាក់ដឹងហ្មងចឹងព្រោះធ្លាប់ញាក់អញ្ចឹងប្រាប់ហើយណោះតែញាក់រួចទៅនិយាយដល់លើកនេះអត់និយាយទេប៉ុន្តែគ្រាន់តែញាក់គេដឹងណាហើយបរោះគោមហ្នឹងនៅក្នុងឋានៈជាអ្នកបម្រើហ្នឹងនាងឯនេះកន្លោះអណ្ដាតបញ្ចេញអណ្ដាតមកបន្តិចហើយកាហែមកខឹសអ្នកឯនោះដឹងបាត់ហើយព្រោះឆ្លប់ធ្វើអញ្ចឹងហ៎ជាសញ្ញាអាកំបាំងមួយប្រាប់ថាចង់តែសម្លាប់ប្តីទាំង5ហ្នឹងយកឈាមទៅលាបជើងបងហ្នឹងគឺគ្រាន់តែធ្វើមកខឹសប៉ុណ្ណឹងអ្នកឯនោះដឹងបាត់ហើយព្រះបរមពុរិស័ទដឹងព្រះបរមពុរិស័ទដឹងរឿងហ្នឹងទៅឃើញសញ្ញាហ្នឹងរួចទៅដល់ពេលវេលាចេញមកហៅប្អូនទាំង4ហ្នឹងមកសួរប្អូនទាំង4ហ្នឹងអត់ដឹងរឿងអីទេគឺដឹងតែរឿងខ្លួនឯងដែលនាងហ្នឹងធ្វើសញ្ញាប្រាប់ទេចឹងក្រៅពីហ្នឹងទៀតអត់ដឹងទេព្រះបរមពុរិស័ទប្រាប់ទៅនិយាយទៅដឹងរឿងចឹងនាងហ្នឹងនិយាយជាមួយខ្លួនតែមិននិយាយជាមួយអ្នកតីមិនពាក្យដូចគ្នាក៏មានចិត្តធុញទ្រាន់លឿនណាស់ហើយក៏រត់ចោលនាងកណ្ដាហានឹងឯងទៅព្រៃហែមពៀនបួសជាតបោះទាំង5អង្គហ្នឹងទៅហើយរឿងហ្នឹងកុណាលៈបរមពុរិស័ទតាវៃហ្នឹងសំដែងចឹងថាយើងរលឹកជាតិយើងបានក្នុងកាលនោះយើងជាអជុនៈនឹងឯងណារួចទៅរឿងទី2មានអ្នកបួសស្រីស្លៀកពាក់សនៅក្នុងព្រៃខ្មោចទៀតឈ្មោះនាងបញ្ចតតាវីប្រព្រឹត្តបៈធัวអត់បាយ4ថ្ងៃបានបរិភោគមួយពេលអត់បាយ4ថ្ងៃហូតល្បីអំពីគុណរបស់នាងបញ្ចតតាវីចឹងល្បីដល់ពេញព្រះនគរទាំងអស់រហូតណាផ្លាត់ជើងផ្លាត់ដៃអីក៏លន់មាត់បញ្ចតតាវីដោយជាងផ្លាត់មាត់ពុទ្ធធោអញ្ចឹងទេក្នុងការនោះអ្នកនគរនឹងនឹករលឹកឃើញគុណនាងនឹងក្រៃលែងក្នុងពេលមួយនោះអ្នកបរិភោគទឹកសវណ្ណតែកូនជាងមាសណាតែកូនជាងមាសមកជួបជុំគ្នាហើយម្នាក់នោះសវណ្ណស្រាប់តែដួលទៅផ្លាត់មាត់បញ្ចតតាវីដោយផ្លាត់មាត់ពុទ្ធធោយើងនឹកពុទ្ធធោអញ្ចឹងអ្នកនោះផ្លាត់មាត់នឹកទៅនាងនោះឯងណាកូនជាងមាសមួយនោះថាណែឯងស្អីស្មានតែនាងនឹងអស់ចាទៅហ៎យើងមិនធ្វើទេបើយើងធ្វើ7ថ្ងៃយើងនាំយកមកឲ្យចាក់ស្រាឲ្យពួកយើងផឹកអត់មានណាជឿទេអត់ជឿភ្នាល់គ្នាភ្នាល់ក៏ភ្នាល់ដល់អញ្ចឹងទៅកូនជាងមាសហ្នឹងចូលទៅក្នុងព្រៃខ្មោចហ្នឹងមានបណ្ណសាលាមួយធ្វើជាអ្នកបួសដែរនាងបញ្ចតតាវីហ្នឹងសម្គាល់ថាជាអ្នកបួសហើយក៏មកគោរពអត់មើលមុខទេអត់មានមើលមុខអ្នកឯងមួយថ្ងៃទី1មកគោរពអីគោរពទៅវិញទៅថ្ងៃទី2ក៏ដូចគ្នាថ្ងៃទី3ក៏ដូចគ្នាអត់និយាយរកទៀតដល់ថ្ងៃទី4គួរសមនាងណាសុខប្រព្រឹត្តទៅជាធម្មតាទេឬគ្រាន់តែសួរប៉ុណ្ណឹងឯនោះសប្បាយបានលោកម្ចាស់ដែលជាអ្នកប្រព្រឹត្តបៈសួរតឹងតែងបាននិយាយរកនៅបានយូរបន្តិចឆ្លើយតបអីចឹងទៅក៏ចេញមកថ្ងៃទី5គួរសមច្រើនជាងមុនថ្ងៃទី6សាកសួរច្រើនតែទី6ហ្នឹងថានាងប្រព្រឹត្តបៈធัวយ៉ាងម៉េចខ្ញុំម្ចាស់ហំអត់បាយ4ថ្ងៃបានបរិភោគមួយពេលចេះលោកម្ចាស់វិញតែយើងអត់បាយម្ដង7ថ្ងៃបានបរិភោគមួយពេលអត់តែថ្ងៃទេយប់ដាក់ឲ្យពេញពោះដែរ
อดแต่ថ្ងៃvậyบោกเนียงนั้นนะบោกเนียงปัญญตะปาวีนั้นrồi tên niên mau buộcประตปะทัวนั่งมันชนามấyแต่ขยมดับปีชนามấyไอ้เจ้าลงจ่าวิ่งยังเจ้าแบบบานผมมวยชนามấyไอ้เจ้าเนียงบานสมรักในขมะคนไอ้ยังนาเฮ้ยอัดเต้ลงจ่าเฮ้ยอัดเมียนบานสมรักในคนทัวไอ้เต้ยังไงเนี่ยวิ่งก่อนจังได้การเดินในครบครองเตี้ยนั่งก็เหมือนบานไอ้มาปลุกประนี้ในขมะคนก็อัดบานเมื่อตื่นน่ะรัวนั่งvề mìnhสำหรับไปยังปีเนี่ยthế nó nè mìnhนึกมาสุดthực tiệt nó còn ai nơi trầm trai chân bao giờ mình ban ai chân nó liền nói thật nhom nó kịch chân vui và nằm đang kịch pưng là na bởi lâu mình cha mình trao nhom thế nhom có sóc chất từ nơi chìm môi nè phần nắng trôm riêng kia nom mọc thế nè dục nắng nơi chìm môi kia rồi lại như tới ai lớn tóc tay đô khó ai ở nằm tới chụp chung mệt thế chứ nên rồng quan mà quan hạ tận nạ tiền nằm của quân tới chạ ra ơi mệt thế nắng nắng không cả nó phải rong po đi sát cả chỉ bạch rốt tam bán rương nâng tiền đằng rương trong ở nắng ai bàn mau chia cột nào lạ nắng ban thì đọc từ nắng này đo từ rương thì bảy còn nào lạព្រះបរមពុរិស័ទនឹងសម្ដែងឲ្យបណ្ណមុខៈនឹងស្ដាប់ហើយព្រះសម្មាសម្ពុទ្ធជាអ្នកសម្ដែងនៅវិជាដកនឹងណាព្រះសម្មាសម្ពុទ្ធសម្ដែងទាំងប៉ុន្តែរឿងរ៉ាវពីអតីតៈនឹងកុណាលៈនឹងលើកយកមកហើយបានព្រះពុទ្ធព្រះអង្គសម្ដែងតមកទៀតហ្នឹងទី3ហ្នឹងស្ដេចនគរពេរិណសីទៅវាយដែនកោសលដូចរឿងទី1ដែរទេប៉ុន្តែមិនមែនសម័យកាលជាមួយគ្នាទេបរិជាផ្សេងគ្នាសម្រាប់បរិជាដែនកោសលបាននាំយកភរិយានឹងមកមានគោឲ្យស្រេចទេប៉ុន្តែលើក្រោយនេះកើតជាកូនប្រុសលើកមុនកើតនាងកណ្ហាកូនស្រីទេដែលថាឪពុក2ប្តី5ណាឪពុក2ឪពុកបង្កើតមួយព្រះរាជាដែនកោសលហើយមួយទៀតប្របាទដែនកាសីនេះដែលថាឪពុក2នោះហើយប្តី5នោះដល់លើកនេះមកដល់ពេលមកកើតជាកូនប្រុសរឿងមួយផ្សេងទៀតកើតជាកូនប្រុសណាម្ដាយគិតថាកូនយើងប្រុសអញ្ចឹងព្រះរាជានឹងគិតថាជាកូនរបស់សត្រូវហើយនឹងសម្លាប់កូនយើងជាពិតប្រាកដយើងមិនឲ្យកូនយើងត្រូវព្រះរាជាសម្លាប់ទេក៏នាំយកកូននឹងទៅដាក់នៅក្នុងព្រៃស្មសានទៀតផ្សងព្រេងតែមុខតែព្រះរាជាសម្លាប់ហើយព្រោះជាកូនរបស់សត្រូវនឹងព្រះអង្គដាក់អានហើយកូនសត្រូវនេះព្រោះពុកកូននឹងគឺជាប្របាទកោសលដែលព្រះរាជានៅដែនកាសីនឹងទៅសម្លាប់ដណ្ដើមយកនគរនោះប៉ុន្តែមិនសម្លាប់ភរិយាទេនាំយកភរិយារបស់ប្របាទកោសលនឹងមកធ្វើជាភរិយាហើយកើតកូនមកនឹងកូនប្រុសនឹងអញ្ចឹងម្ដាយនឹងភ័យនឹកក្រែងលោព្រះរាជាដែនកាសីនឹងសម្លាប់កូននឹងព្រោះជាបៃតានឹងព្រះរាជាអ្នកសម្លាប់ហើយមិនចង់ទុកកូនទៀតម្ដាយនឹងគិតតែខ្លួនឯងទេមិនចង់ទុកកូនទៀតក្រែងលោកកូននឹងសងសឹកសងគំនុំដែលព្រះរាជាសម្លាប់បេតាហ្នឹងម្ដាយនឹងគិតតែខ្លួនឯងទេបានយកកូននឹងទៅដាក់នៅព្រៃស្មសានហើយឪពុករបស់កូននឹងព្រះរាជាដែនកោសលដែលចៅជីបង្គត់ទៅចាញ់សង្គ្រាមណាកើតជារុក្ខទេវតាទៀតបានបណ្ដាលឲ្យអ្នកខ្វៀលពពេនឹងគៀងពពេមកកន្លែងហ្នឹងឯងមេពពេមួយហ្នឹងដាក់ដោះឲ្យកូននឹងបៅទៀតណាដល់អ្នកខ្វៀលពពេនឹងបានជួបហេតុការណ៍ហ្នឹងក៏ស្រឡាញ់យកទៅចិញ្ចឹមយកទៅឲ្យប្រពន្ធនឹងចិញ្ចឹមទៅប្រពន្ធនឹងអត់មានកូនវាអត់មានទឹកដោះដល់អត់មានទឹកដោះឲ្យកូននឹងបៅដោះមេពពេនឹងទៅបៅបានប្រមាណខែពពេនឹងងាប់
ឲ្យបើដោះមេប្រពេមួយទៀតមេប្រពេនោះងាប់ទៀតដល់អញ្ចឹងបរោះជាប្តីមុនដំបូងស្រឡាញ់ទៅក្រោយមកមិនដឹងជាមនុស្សចង្រៃអីយ៉ាងម៉េចទេចិត្តតែឲ្យងាប់មេប្រពេអញ្ចឹងណាក៏យកទៅដាក់នៅក្នុងឆ្នាំងមួយធំបិទគ្របហើយបដែតទឹកអ្នកតកូលចាំដៀលណាចុះទៅកំពង់ទឹកឃើញរើសយកមកស្រឡាញ់ទៅចិញ្ចឹមបានធំទៅរហូតអាយុ7ឆ្នាំណារហូតអាយុ6ដណ្ដប់ហើយអ្នកតកូលចាំដៀលនឹងតែងតែចូលទៅព្រះរាជវាំងធ្វើជាងជួសជុលអ្វីៗផ្សេងដល់តែពេលកូននឹងធំពេលមួយនឹងយកកូនទៅដែរជួយធ្វើកិច្ចការងារក្នុងព្រះរាជវាំងណាព្រះរាជវាំងហ្នឹងគឺនៅក្នុងនគរពារាណសីហ្នឹងណាហើយមហេសីហ្នឹងបន្ទាប់ពីយកកូនទៅចោលក្នុងព្រៃស្ម័គ្រសាមហ្នឹងចោលហ្នឹងដោយបំណងល្អក្នុងចិត្តទេគិតខ្លួនឯងកុំឲ្យព្រះរាជាសម្លាប់ហ្នឹងសងតាមវាសនាទៅនោះក្រោយមកមានកូនស្រីណាមានកូនស្រីជាសម្លាប់ហ្នឹងសងតាមវាសនាទៅនោះក្រោយមកមានកូនស្រីណាមានកូនស្រីឈ្មោះករុងគទេវីករុងគទេវីនឹងឯងធ្វើដំណើរចុះឡើងទៅជួបនឹងបងនឹងឯងចឹងទៅតែអត់ស្គាល់គ្នាថាបងទេម៉ែជាមួយគ្នាឪពុកផ្សេងគ្នាណាហើយក៏ចាប់ចិត្តវឹបហ្មងស្រឡាញ់ចឹងដែរស្រឡាញ់រហូតទៅមកចុះឡើងខប់លួបលាក់ស្រឡាញ់គ្នាទៅរហូតដល់ទៅពួកអ្នកនគររាជបរោះនឹងដឹងផ្អើលគិលឡើងក្រាបទូលដល់ព្រះរាជាឲ្យចាប់បរោះនឹងមកដើម្បីនឹងកាត់ទោសហើយរាជបរោះវិនិច្ឆ័យក្តីទៅថាមានទោសធ្ងន់ណាស់មិនមែនឲ្យស្លាប់ស្រួលទេមុននឹងស្លាប់ធ្វើទរណកម្មឲ្យក្រៃលែងសិនបានរុក្ខទេវតាជាបិតានេះមកចូលជាមួយគ្នានឹងភរិយានេះទាំងចូលជាមួយគ្នានឹងមហេសីភរិយានេះណាដែលកាលដែលនៅដែនកោសលនឹងមិនជាភរិយាស្វាមីច្រាប់តន់ញ៉ាំអត់តន់ណាចូលមកជាមួយនឹងមហេសីព្រះរាជានឹងឲ្យមហេសីនឹងមកក្រាបទូលព្រះរាជារៀបរាប់រឿងទាំងអស់ទាំងរៀបរាប់រឿងថាកូនប្រុសនេះមិនមែនកូននរណាទេគឺជាកូនរបស់ខ្ញុំម្ចាស់នឹងឯងតាមពិតពីមុនខ្ញុំម្ចាស់នឹងបានពោលមុសាចំពោះព្រះអង្គថាបុត្រខ្ញុំម្ចាស់នឹងស្លាប់តាមពិតខ្ញុំម្ចាស់នឹកក្រៃលោព្រះអង្គនឹងសម្លាប់កូនខ្ញុំម្ចាស់ដោយចាត់ទុកថាជាកូនសត្រូវខ្ញុំម្ចាស់ភ័យយកកូននឹងទៅចោលក្នុងព្រៃស្ម័គ្រសានខ្ញុំសូមអភ័យទោសដែលខ្ញុំបានកុហកព្រះអង្គហើយរឿងរ៉ាវតទៅទៀតហ្នឹងគឺអ្នកខ្វៀលប្រពេហ្នឹងរើសយកទៅចិញ្ចឹមហើយឲ្យបៅដោះមេប្រពេរៀបរាប់ទៅហ្មងមេប្រពេចិត្តតែងាប់ទៅបានបណ្ដែតដាក់ក្នុងឆ្នាំងចោលទៅបានអ្នកដែលមកធ្វើកិច្ចការងារក្នុងព្រះរាជវាំងនេះរើសយកមកចិញ្ចឹមហ្នឹងបើព្រះអង្គមិនជឿទេហៅអ្នកទាំងអស់ហ្នឹងមកសាកសួរជាបន្តទៅរុក្ខទេវតាហ្នឹងមកចូលនាងហ្នឹងគឺនិយាយចឹងហ្មងចឹងហើយនាងហ្នឹងមានដឹងរឿងសពគ្រប់អីគ្រាន់តែយកកូនទៅចោលក្នុងព្រៃស្ម័គ្រសាមទៅលេងដឹងរឿងទៀតបាត់ហើយតែឪពុកទេឲ្យនាងហ្នឹងនិយាយទាំងអស់ហើយឲ្យហៅមកសួរព្រះរាជាចាត់ចែងហៅឲ្យមកសួរចឹងហៅទៅឪពុកម្ដាយដែលជាតកូលចាំដៀលហ្នឹងរៀបរាប់ប្រាប់ក្រាបទូលព្រះរាជាមែនមានកូនបង្កើតទីណារើសពីឆ្នាំងហ្នឹងមកហើយបានតាមទៅសួរអ្នកខ្វៀលប្រពេហ្នឹងដឹងតាមមហេសីនឹងប្រាប់ថាអ្នកខ្វៀលប្រពេនឹងបណ្ដែតមានប្របាក់សើបវែងឆ្ងាយអីហៅអ្នកដែលចិញ្ចឹមប្រពេខ្វៀលប្រពេនឹងមកសួរទៅថាមែនបានដាក់ឆ្នាំងនេះអីឆ្នាំងនឹងនៅឥឡូវផងចឹងផោះតាងស្រាប់ប្រាប់បញ្ជាក់អញ្ចឹងទៅរើសពីព្រៃខ្មោចមកបានសបាយប្រតិរីករាយឡើងវិញណាសបាយប្រតិព្រះរាជាថាអូគឺជាកូនរបស់ព្រះរាជាមានជាតិស្មើគ្នាក៏រៀបចំអភិសេកឲ្យបានទៅរួចបានដាក់ឈ្មោះថាអេលកៈកុមារព្រោះថាជាអ្នកបើទឹកដោះពពេនឹងអេលកៈវាពពេណាចឹងទៅហើយ
ដល់ពេលបានអភិសេកទៅព្រះរាជាឲ្យទៅគ្រប់គ្រងនៅដែនកោសលទៅព្រោះដែនកោសលដែលជាដែនរបស់ឪពុកហ្នឹងបង្ហាញពីទឹកចិត្តអត់មានគំនុំគុំគួនចងអាឃាតអីជាមួយនឹងកូនតទៅទៀតទេឲ្យកូនហ្នឹងទៅគ្រប់គ្រងនៅដែនកោសលដល់ទៅគ្រប់គ្រងនៅដែនកោសលហ្នឹងទៅព្រះរាជាគិតថាកូនហ្នឹងអត់បានរៀនសិលសាស្ត្រអីទេមានប្រវត្តិចឹងមកមានបានទៅរៀនឯណារវល់តែចោលរវល់តែបណ្ដែតទឹកទៅនៅជាមួយពួកចាំដៀលឲ្យធ្វើការងារជាងជួសជុលអីអញ្ចឹងដល់អញ្ចឹងទៅក៏បានចាប់ម្នាក់ទៀតឈ្មោះឆលង្គៈឈ្មោះឆលង្គៈបរោះឲ្យទៅធ្វើជាសេនាបតីរបស់អេលកៈកុមាររាជនោះដើម្បីជួយកិច្ចការងារសពគ្រប់ជួយកិច្ចការងារព្រះរាជាព្រោះជាអ្នកចេះដឹងច្រើនជាអាចារ្យបង្ហាត់បង្រៀនដល់ព្រះរាជានៅដែនកាសីនេះផងចាត់ឲ្យទៅជួយព្រះរាជបុត្រអេលកៈកុមាររាជនឹងកិច្ចការងារក្នុងការគ្រប់គ្រងប្រទេសនោះនឹងគឺព្រះបរមពុរិស័ទទាំងឆលង្គៈនេះឆលង្គៈបរោះនេះដែលជាកុណាលៈហ្នឹងក្នុងជាតិមុនហ្នឹងកើតជាឆលង្គៈសេនាបតីហ្នឹងទៅបាននាងករង្គៈទេវីនឹងឯងលួបលាក់ស្រឡាញ់ឆលង្គៈនឹងឯងចឹងណាហើយឆលង្គៈនេះមានអ្នកបម្រើម្នាក់តែនាំយកសម្ពុតនាំយកបោះបោផ្សេងទៅនាំយកអ្វីផ្សេងទៅហ្នឹងឈ្មោះភនន្ទេវាសីអ្នកបម្រើរបស់ឆលង្គៈនេះភនន្ទេវាសីហ្នឹងត្រូវនាងករង្គៈទេវីហ្នឹងលួបលាក់ស្រឡាញ់ម្នាក់ទៀតចឹងបានកុណាលៈហ្នឹងពោលថាណែបណ្ណមុខៈយើងដឹងរឿងរបស់យើងណាក្នុងការនោះឆលង្គៈបរោះហ្នឹងគឺយើងហ្នឹងហើយរៀបរាប់ទៅបានបញ្ជាក់អំពីហេតុដែលមិនឲ្យយើងនិយាយព្រោះជាមួយនឹងមេតវៅទាំងអស់ហ្នឹងនោះវាមានរឿងដែលយើងបានដឹកអញ្ចឹងនឹងរឿងទី3ចឹងណាហើយមានរឿងទី4ទៀតញាតិញោមស្អីអត់ចង់ស្ដាប់ទេហ៎ឥឡូវដល់ម៉ោងហើយនៅមានរឿងវែងឆ្ងាយទៀតចឹងណាហើយក្រោយមកព្រះអង្គទ្រង់ប្រកាសសម្ដែងនៅមហាសមយសូត្រក៏ដោយតាក់ទងនឹងរឿងដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងកុណាលជាដកនឹងដែរនៅមានរឿងដែលកុណាលៈបរមពុរិស័ទនឹងបាននឹករលឹកជាតិឃើញហើយលើកយកមកសម្ដែងប្រាប់នោះមានរឿងមួយទៀតដែរចឹងណាប៉ុន្តែចាំតទៅថ្ងៃពុទ្ធក្រោយកុំឲ្យហួសម៉ោងច្រើនសេចក្តីនេះគ្រាន់តែជាបជាដកមួយជាពិសេសសម្រាប់បកណាពុទ្ធចាស់ណាព្រះអង្គតាអូស្ត្រាលីអីហ្នឹងណាបានមើលកុណាលៈជាដកហ្នឹងទៅថ្ងៃសៅរ៍ហ្នឹងនិមន្តទៅហើយល្ងាចណាឡើងយន្តហោះទៅប្រហែល3ខែអីនិមន្តមកចាំព្រះវស្សានៅក្នុងតាក្រៀមទៀតទេណាតាក្រៀមទៀតនឹងរឿងរ៉ាវហ្នឹងព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យអធិស្ស្រ័យរបស់ភិក្ខុទាំង500នោះបើមិនសម្ដែងកុណាលៈជាដកហ្នឹងមិនឈប់នឹកប្រពន្ធនឹងដោយបតីករណាទៀតញាតិញោមស្រីប្រុសទាំងអស់បានស្ដាប់ហើយក៏បីយល់ជ្រាបណាចំណែករឿងរ៉ាវអីផ្សេងទៀតជាគុណសម្បត្តិរបស់ស្ត្រីមានរាប់មិនអស់បន្តិចសន្ធប់ណាដូចជាអ្នកកលៈមេត្តាអ្នកកលៈបិតាដែលជាព្រះសោតាបានហើយឧបាសិកាវិសាខាឯកតកៈឧបាសិកាផ្សេងរហូតដល់ទៅភិក្ខុនីជាឯកតកៈរាប់រយអង្គដែលជាព្រះអរហន្តីដែលជាព្រះអរិយសាវិកាដែលជាអ្នកទំនុកបំរុងពុទ្ធសាសនាមានច្រើនសម្បើមទាំងប៉ុន្តែឱកាសពេលវេលាហ្នឹងគឺព្រះអង្គត្រូវលើកយកវិជាដកហ្នឹងមកសម្ដែងតម្រូវទៅតាមឧបនិស្ស័យរបស់ព្រះរាជកុមារហៅកុមារអញ្ចឹងប៉ុន្តែសុទ្ធតែជាអ្នកមានប្រពន្ធអស់ហើយណាទាំង500អង្គហ្នឹងដោយសារព្រះអង្គនាំទៅឲ្យឃើញតាវៅហ្នឹងហើយតាវៅហ្នឹងគឺព្រះអង្គសម្ដែងថាតំណពូជពងពីព្រះអង្គហ្នឹងមកប៉ុន្តែវាចេះតែបាត់អស់ទៅពីមុននោះ500ពីលើពីក្រោមពីចំហៀង
ពីមុខពីក្រោយអីទាំងអស់ហ្នឹងហើយមាន500ទៀតទៀតដែលបំរើកុណាលៈបរមពុរិស័ទហ្នឹងទៅស្វែងរកផ្លែឈើហ្នឹង500ផ្សេងទៀតមករៀបចំទុកសម្រាប់កុណាលៈបរមពុរិស័ទទាំងអស់ប្រមាណទៀតទាំងអស់ពីក្រោម500ពីលើ500ពីណាឆ្វេងស្ដាំ4មុខក្រោយទៀតណា7ណាទៅស្វែងរកផ្លែឈើ8 5ដង40ទៀត40ដាក់សូន្យប្រមាណណាទាំងអស់ប្រមាណទាំងអស់4000ទៀតហើយនៅមាននាងមេ2នោះ4002ទៀតដែលជាអ្នកពំឈើនោះហ្នឹងហើយព្រះបរមពុរិស័ទអត់ដែលបាននិយាយពីរស់ជាមួយទេហ្នឹងប្រវត្តិរឿងរ៉ាវនៅវែងឆ្ងាយហើយមានពាក្យរបស់ព្រះអានន្ទដែលកើតជាស្ដេចខ្មាតមានពាក្យរបស់ព្រះសិរីបុត្រដែលជាព្រះតាបសរឿងរ៉ាវហ្នឹងខ្ញុំកណ្ដាលបាទរតនាមកគ្រាន់តែដើម្បីបញ្ជាក់ឲ្យឃើញថានៅក្នុងថ្ងៃមុនសម្ដែងរឿងរ៉ាវហ្នឹងបានប្រហែលរឿងហើយ3រឿងហ៎អត់ចាំរឿងលោកគ្រូអីចឹងហ៎ឥឡូវខែមករឿងទៀតដែលកុណាលៈតាវៅព្រះបរមពុរិស័ទហ្នឹងបានសម្ដែងនៅក្នុងកាលនោះព្រះរាជាដែនកោសលហ្នឹងទៅច្បាំងដណ្ដើមដែនកាសីហើយសម្លាប់ព្រះរាជាទៀតសម្លាប់ព្រះរាជាដែនកាសីហើយដណ្ដើមយកភរិយារបស់ព្រះរាជាដែនកាសីហ្នឹងមកទាំងដែលមហេសីរបស់ព្រះរាជានៅដែនកាសីហ្នឹងមានគោក៏យកមកឲ្យស្រឡាញ់ពេញចិត្តលើកតម្កើងជាអត្តមហេសីហើយដល់ទៅពេលមានបុត្រប្រុសហើយក៏ស្រឡាញ់ពេញចិត្តដូចជាបុត្របង្កើតអញ្ចឹងព្រះបាទកោសលណាទៀតដល់ទៅពេលធំឡើងនឹងរៀបចំអភិសេកឲ្យទៅគ្រងរាជ្យនៅឯដែនកាសីនគរពរាណសីដែនកាសីចឹងឲ្យទៅគ្រប់គ្រងនគរខាងបិតាហ្នឹងទៅដល់ទៅពេលមេត្តានៅឯដែនកោសលនេះយូរនឹកកូនចង់ទៅសួរកូនហ្នឹងក៏រៀបចំដោយបរិវារយ៉ាងច្រើនលាព្រះស្វាមីប្របាទដែនកោសលហ្នឹងទៅឈប់សម្រាកនៅនឹងតាមផ្លូវដាក់តំណាក់តាមផ្លូវក្នុងកាលនោះមានព្រាហ្មណ៍អនុម្នាក់ណាឈ្មោះបញ្ចាលៈចន្ទៈណាមានរូបរាងស្អាតទេនាំយករបស់របរមកថ្វាយដល់អគ្គមហេសីនៃព្រះរាជាបញ្ចាលៈចន្ទៈហ្នឹងនាងឯនេះគ្រាន់តែឃើញចាប់ចិត្តស្រឡាញ់វឹកហ្នឹងកុណាលៈសកណៈព្រះបរមពុរិស័ទដែលកើតជាតាវៅហ្នឹងលើកយករឿងផ្សេងមកដើម្បីប្រាប់ដល់តាវៅបណ្ណមុខៈនោះហើយវិជាដកហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដើម្បីទូលមានភិក្ខុទាំង500អង្គខាងកោលយៈវង្ស250ខាងសក្យវង្ស250ដែលទៅបួសហើយដើម្បីបូជាថ្វាយព្រះអង្គដោយពួកពញាតិតែភរិយាហ្នឹងក៏ចេះតែផ្ញើសម្បត្តិទៅផ្ដាំផ្ញើទៅនឹករលឹកស្វាមីអញ្ចឹងហើយលោកក៏រំជើបរំជួលក្នុងចិត្តនឹកភរិយាហ្នឹងណាដែលទៅតែរៀបការឲ្យខ្លះយូរឆ្នាំអីខ្លះនឹករលឹកហ្នឹងព្រះអង្គនាំទៅព្រៃហែមកពៀនហ្នឹងឲ្យឃើញតាវៅហ្នឹងហើយព្រះអង្គសម្ដែងកុណាលៈជាដកដើម្បីជួយភិក្ខុទាំង500អង្គហ្នឹងព្រះអង្គនាំទៅដោយរិទ្ធណាប៉ុន្តែដោយអំណាចបជាដកហ្នឹងធ្វើឲ្យភិក្ខុបានសម្រេចគុណធម៌ជាន់ខ្ពស់មុនមកវិញដោយខ្លួនឯងទៀតដោយរិទ្ធខ្លួនឯងហើយកុណាលៈព្រះបរមពុរិស័ទហ្នឹងបានរៀបរាប់រឿងរ៉ាវជីវិតដែលធ្លាប់ជួបប្រសពមកហ្នឹងក្នុងកាលនោះកុណាលៈបរមពុរិស័ទហ្នឹងគឺជាបញ្ចាលៈចន្ទៈនឹងឯងណាក៏បាននៅ2-3ថ្ងៃជាមួយនឹងអគ្គមហេសីទៅចឹងណាដាច់កាមេទាំងអស់គ្នាព្រះបរមពុរិស័ទហ្នឹងក៏អញ្ចឹងហើយ
rồi tới có phải nhấp phơi đầm na từ đàn cà xây nơi chỉ mùi côn nó mình ban vào mà nó phải nhấp lia côn mà với nhá mà bó đầm na nơi nó chú chỉ mùi nâng bằng trà là chẳng để năng pi bây ngày thì nơi vật cả trục xe là chỉ mùi này năng rồi bán phơi đầm na mà hơi chặt tăng thì nâng nó nơi mình chú ấy tích lia để xóa mấy mà xù sọc tộc cồn này nơi nó pi bây ngày từ lia côn mà với nhá phải nhấp ở với nhá nơi pi bây ngày từ nâng nông cả nó mà nè còn là mục khá bằng trà là chẳng để nâng mình cứ là thế cứ dơ nâng ấy dừng đăng rương rai nâng sẽ bản nè hay bây giờ bồ đi sạch cổ na là sạch của nạn nâng cả bàn pol to từ tiệt anh dương nâng cứ chỉ phải rau hạt rồi bỏ bây giờ chỉ nơi nông là cô mùi nó bây giờ chia trung bây niệm cân là rạ miền mãi xây một cân ở đây chẳng bây giờ chia trung bây niệm cân là rạ nâng cục rong nơi nông là cô nâng miền dương đại chỉ bằng cha là chẳng để nâng đại chỉ phải rau hạt nông ca nóc miền mà hay xây mua cân là rầy nơi nâng vì miền và sạp nâng nông bếp và rong rê chỉ vàng hay nơi bị hàng cao vì miền nâng miền tàu pri nuôi thông ấy mây nâng sầm giống vì lơ cầm pê nhá cầm thay về đây trở về nó bị sầm giống chóc tới mặt hàng tiệt nói nơi bị hàng cao cầm thay về đây trở về nó cầm pê nơi bị hàng cao nó nơi cọp nó miên mà nút côm non cao mà nè rụp riêng là cọp đốt mà nút pre chẳng được pê muối niềng cân ở đây tv ban khơi mà nút non côm mà nút hay mà nút pre tất cả có vận tải cao sự cái đây sẽ làm mà nút năng làm chẳng đó từ cao sự cái đây sẽ làm chẳng chất sẽ làm được cao lắm riêng trong ha là o chọc đã bằng vạch đã được nông khi chỉ miệng mẹ tiệt chọc tục dục lớn luôn lôm bề chia đau chỉ đây này hà nâng ở bề chia nâng tôm luồng luộc cái đó là triệt tới đặt sai cho ta mình ủi rồi từ sầu va lên đào prin nâng ảnh chẳng cho sai thì mê prin sầm rốt cho cái tiệt chia riêng là phần nắng á vô ha bò được phốt đó là o từ áo bò rót nâng ấy hơi có trục sơ chỉ môi nâng bò rót nâng cái đây trê trả nâng về cao là ọt miên rớt mà nụ niềm cân ở đây nâng rưỡi tại chẳng anh chẳng rưỡi rồi hốt đào pre rìa chia và tiện sân pre nửa cô hãy sắp tề máu khơi bò rót nâng xua bảo hạt với nó miên chất meta cả na bảo rót nâng món chẳng rìa chia nè ấy xua bảo hạt thà rụp riêng trong mình nút nâng đôi chỉ mình nút prét đôi chỉ prét nữa rìa chia nâng anh để nằm hai tầm nút prét mà nút prét trong mình đang chỉ miên niềng na mà sợ lành thế nó dễ chẳng chẳng miền nè rồi bỏ bờ rong nướng cao làm khớp nấp hơi nhở bể chia ở đằng này xây nó mà sợ lan dường thế nấp nông chết đấy rồi tới tam đàn nó chua nấp nông sầm mau mà lúc sơ con để mà đo nó lưu sầm đây cầm hộ mấy cầm mau vui mấy bọn ấy lại nhà luồng lôm bể chia ở tôm lục số tiền măng chẳng mình là mạng là bố mấy bà rõ cồm nó mình slot bồ trên nó cỏ từ liền rồi thì tầm lật cỏ máu tiền có liền mà đại giờ lần lọc bột ấy bẹn thì chia tầm năm rồi bật mặt hàng rồi bật để chia chặt hoặc tàng bàn hay
bạn chặt họ tan ban tiết tắt năng ấy để về chia rơ vô máu hay sai lớn oi mai xây và đập lăng cà năng tới ấy tôi có họ về chia thà khô với đỏ chiên phơ về chia thà ấy tôi tại máu biết am chẳng hiểm năng từ từ đó thà khô từ tam xua chiếm chiên thà ọt miền phòng mai xây ọt miền vô mà oi phòng về chia bỏ hàm hiểm năng từ khoao từ một bán phô bạp trong vô địch sát cặp bích bậc bậc ấy đôi tiện này anh thà trong bây giờ khiết vô tập hai chỉ biết nói vào hạt nắng luồng lôm thì bây giờ khiết vô từ để xa tục ấp và hai chỉ biết đấy mọc luồng lôm về chia vào ông ơi còn cào khăn ấy mùi đằng hai xây và ông riêng từ cho mùi kia nằng tu bằng cung mơ sọc mơ tê kê đây bây giờ vô địch sát luồng lôm về chia được nóm về chia từ ở bàn đằng rương sự hiệp này sự tây đằng lai từ tam thom mà chiaอย่างna mơ tới chua rương mùi thì thay mình nè nâng qua riệp trong và qua côn cầm mông nâng oi miệt ở đây đằng hai côn cầm mông nâng tới riệp cả đặt nơi không côn được tê bật tiếng nôn ấy bò vào chả nó dạng sập ban thế nè bây giờ bồ đề sát pan cha lại chăn đệ nâng tu về chia thà niềng cầm ma đây nè là niềng cầm ma đây ní nâng có ông ai sẽ làm bàn ta không dây chăng á mà nút kê u o hai hòm từ khai luôn tới phơi trên mình nút thầm mà đa tới hay về trong bồ đề sát nâng thà chẳng chăm bị sao mơ đâu nòm kia đại plei dạng lươn từ cắt lên bị mốc với chiều viêm nuốt mũi bằng đạn bây chia không năng ai chẳng bằng ở chết rồi tới bánh cha là chăn đệ nó mong quay plei thôi chỉ dùng đó tập pe buôn hai con cả mông nâng tới bị đá sùa ôi mấy các bạn này anh dùng sao bọc luôn cả bạn lấy ôi lục dịch thầy ơi khi mà bị sọc ngay tao buồn nó mà chư po trong chlong tờ lê ơi bạn na ọt miền na chui tới rồi thì nhiệt mình nè chui gầm bàn phong và sân vào miền sợi tây mình nè từ chui nó lọ giang nè ấy lục sự thầy nó cả đôi mền này nó bằng miệng na từ chui mơ lục sự thầy riệp chậm tục đại côn tây đầm bay ở bàn mông quân lọ miền côn chau lọ ở côn tây nó trôi tới lúc thì thấy mền nữa mông quân lọ ở côn nâng tới đầm bay bàn chui sừng cua kia ở miền côn nó và bàn bắn cột tròn bàn chào nữa riệp cà là ở chắp bàn chào về miền mông quân kia ở cả là chẳng chẳng áo côn tụi mông nâng anh trôi tới nè phải rằng để trôi tới chùa về chiếc vấp bàn về chia bạn mình sẽ tu chạy máu bảy đá su côn là côn say bảy đá côn pro côn say bảy đá ơi côn pro áp đội mẹ dân hai từ tiệt bạc tới bán bánh cha là chẳng đệ cho tới chùa về chia nè về chia triệt mà rương nó sẽ từ non tới từ sau ruột bay vị thi xên ao về chia vô rương tầm on nó về từ lắp cho bên là cô vĩnh lợt lên tốt và hai chỉ vật mai xây canh ở đây đang tới ở từ nữ ngày tới ấy mình thoát đi riết trong áp sai sợi mà nè đã tới chia mai xây từ đây làm bình ngả năng hay bây giờ trong bồ đề sát nông thiệp chia tàu vai tiền là cậu nào lạ ní sầm đầy chả nè từ rương rúp sầm lên lên ruột sầm kho cứ chỉ ảo vót của bao sợi trai tiền là con cha lợp pi riết sấy để chắp sát miên ảo vót pram là tiền mọt mũi trường buồn chắp sát ất tra cái này riết sấy giang na mình sợi trai chắp bờ đó đôi ảo vót chẳng pram từ rúp sầm lên lên ruột sầm phò nèการมาคุณต่างหลายโดยจีบพลายเชื่อปุ่นได้บอกว่าบริโภคให้นังสลับการมาคุณนู้ได้บอกว่าจุกงกแต่ให้นังดาวในสิกระไดสลับ
ដោយសារតែកាមគុណនោះឯងដូចជាបុគ្គលបរិភោគនៅផ្លែឈើពុលហើយក្រៅពីនឹងទៀតកាលណាគុណចាស់និមន្តមើលខ្លួនឯងចុះណាអ្វីទាំងអស់មាយាស្រី40ក៏នៅក្នុងនឹងដែរណាទាំងក្នុងកុណាលជាដក3ដកខ្មែរយើងលេខ61ណានិមន្តជ្រាបចឹងទៅហើយធัวនេះគឺព្រះបរមពុរិស័ទនឹងសម្ដែងរៀបរាប់ឲ្យបណ្ណមុខៈស្ដាប់ណាក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គលើកយកពាក្យសម្ដីរបស់សត្វតាវៅទាំងប៉ុន្មាននឹងឯងមកសម្ដែងជាប្រធัวទេសនាជាកុណាលជាដកនឹងឲ្យដល់ភិក្ខុនៅព្រៃហែមពៀនលើកំពូលភ្នំព្រៃហែមពៀននឹងឯងស្ដាប់ណាប៉ុណ្ណឹងសិនចុះនៅមានពាក្យរបស់កុណាលព្រះបរមពុរិស័ទនឹងតទៅទៀតហើយក្នុងកាលនោះស្ដេចថ្មាតជាព្រះអានន្ទទៀតតបោះឥសីបានអភិញ្ញាជាព្រះសិរីបុត្របានចូលទៅស្ដាប់ពាក្យរបស់កុណាលសត្វតវៅជាព្រះបរមពុរិស័ទក្នុងពេលនោះដែរហើយមនុស្សទេវអត់មានមនុស្សទេទេវតាគ្រប់ជាន់ទាំងភូមិទេវតាអាកាសទេវតាទាំងផ្អើលមកស្ដាប់សត្វតវៅព្រះបរមពុរិស័ទសម្ដែងពធក្នុងកាលនោះនេះខ្ញុំកណ្ដាលបាទបន្តសាច់រឿងបន្តិចទៅដើម្បីបានជារឿងរ៉ាវដោយបតិករុណារបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានបំណងនឹងជួយដល់ភិក្ខុទាំងអស់នោះឲ្យលោកបានចិត្តស្ងប់រងាប់មិននឹកអាឡោះអាល័យដល់ក្រុមគ្រួសារហើយបានសមាធិចិត្តស្ដាប់អរិយសច្ចធម៌បានសម្រេចមគ្គផលទាំងសូមអនុមោទនាជាបន្តទៅទៀតនៅក្នុងកុណាលជាដកមានរឿងរ៉ាវព្រះបរមពុរិស័ទសកុណៈកុណាលៈគឺតាវៅទាំងកុណាលៈហ្នឹងគឺសត្វតាវៅក្នុងពេលហ្នឹងព្រះបរមពុរិស័ទកើតជាតាវៅហើយមានប្រពន្ធច្រើនណាស់មានមេតាវៅហ្នឹងសម្បើមទាំងគ្រាន់តែថាឱកាសពេលវេលាគ្រាហ្នឹងព្រះអង្គនាំភិក្ខុទៅជួបនឹងតាវៅហ្នឹងដើម្បីសម្ដែងអំពីទោសរបស់ភរិយាឲ្យភិក្ខុហ្នឹងលោករសាយចិត្តពីការនឹកអាឡោះអាល័យភរិយាហើយកាន់យកនៅព្រះមច្ចរិយធម៌ណាហើយក៏បានឱកាសជួយភរិយានឹងដែរទៀតបានឱកាសជួយភរិយាដែលនឹកអាឡោះអាល័យប្តីមកតាមប្តីហើយឃើញប្តីនៅក្នុងព្រះមច្ចរិយធម៌ក៏ចូលកម្មភ្នោះក្នុងសំណាក់ភិក្ខុនីទីបំផុតក៏បានដឹងពីប្រយោជន៍នៃព្រះមច្ចរិយធម៌ណានឹងបតីរបស់ព្រះរាមានុភាដើម្បីជួយសត្វលោកព្រះអង្គហត់នឿយនៅក្នុងសង្សារវដ្តនេះដោយយ៉ាងក្រៃលែងតែព្រះអង្គនឿយព្រះកាយណានឿយព្រះកាយដើម្បីជួយស្រោចស្រង់សត្វលោកតែក្នុងបតីរបស់ព្រះអង្គមិនមានទោមនស្សមិនមានការលំបាកចង្អៀតចង្អល់ជាអកុសលអីទេគឺបតីនឹងរួចផុតស្រឡះពីសេចក្តីទុក្ខដោយទោមនស្សដោយសេចក្តីចង្អៀតចង្អល់ព្រះអង្គសម្ដែងពធមានឱកាសចូលកម្មអរហត្តផលសមាបត្តិភ្លាមណាគឺព្រះអង្គចូលនិយាយមកថាចូលនិព្វានភ្លាមចឹងទៅគឺនិព្វាននឹងជាអារម្មណ៍របស់ផលញ្ញាណណាហៅថាផលសមាបត្តិនោះគឺព្រះអង្គចូលផលសមាបត្តិព្រឹបជាប្រកដីអត់មាននរណាដូចព្រះសម្មាសម្ពុទ្ធទេក្នុងការចូលផលសមាបត្តិគឺបានន័យថាព្រះអង្គនួយណាយក្នុងសង្សារវដ្តជីវិតនេះដល់យ៉ាងក្រៃលែងព្រះអង្គចូលនិព្វានរឿយចឹងណាព្រះអង្គនួយណាយក្នុងសង្សារវដ្តដោយព្រះបញ្ញារបស់ព្រះអង្គមានបញ្ញាញាណណាហើយនឹងករុណាញាណដែលយើងថ្វាយបង្គំព្រះហ្នឹងគឺទៅដល់ព្រះគុណរបស់ព្រះអង្គនឹងឯងព្រោះណាហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីសត្វតាវៅហ្នឹងដែលជួបជុំទៅដោយបរិស័ទយ៉ាងច្រើនទាំងសត្វក្នុងព្រៃទាំងតាបោះឥសីទាំងនាគកន្ធប់ទាំងទេវតាគ្រប់ជាន់មកស្ដាប់ព្រះអង្គសម្ដែងនៅទោសរបស់ភរិយាទាំងមិនមែនអ្នកស្ដាប់នឹងតិចត្រឹមតែប៉ុណ្ណាមុខៈអីណាមកច្រើនណាព្រះអានន្ទក្នុងកាលនោះជា
ស្ដេចខ្មាតក៏មកព្រះសិរីបុត្រនិរតៈតាបោះបានអភិញ្ញាហ្នឹងក៏តែមកសម្ដែងនៅពគាថាផ្សេងទៅព្រះអត្តកថាក៏បញ្យល់សាច់រឿងទាំងអស់ហ្នឹងរហូត1 2 3 4មកមានរឿងបញ្ចបាបៃដែលយើងធ្លាប់ឮបញ្ចបាបាណាចឹងហ្នឹងក៏កុណាលៈព្រះបរមពុរិស័ទហ្នឹងសម្ដែងដែរណានាងបញ្ចបាបៃហ្នឹងនាងហ្នឹងមានសភាពអាក្រក់ដែលជាផលរបស់បាប5យ៉ាងចឹងគឺដៃជើងភ្នែកច្រមុះមាត់ខុសកន្លែងវាបោចធំតូចអីចឹងទៅណាដូចកូនបិសាចចឹងវាខុសពីមនុស្សធម្មតានៅនឹងភូមិមួយខាងកើតខ្លោងទ្វារនគរពារាណសីក៏ប៉ុន្តែវាមានរឿងរ៉ាវជាមួយនឹងនាងបញ្ញបាបៃហ្នឹងពេលដែលព្រះរាជានគរពារាណសីនឹងឯងខ្លែងខ្លួនព្រះអង្គយាងស៊ើបការពិតពីអ្នកស្រុកតើតេះឌីលព្រះអង្គរឿងអីយ៉ាងណានឹងស៊ើបមើលតើសរសើរព្រះអង្គរឿងអីគឺដើម្បីនឹងព្រះអង្គបានដឹងពីកំហុសពីព្រោះមាននរណាទៅចេះស្ដីថាបន្ទោសអីឲ្យស្ដេចយោមានតែសរសើរទៅឆ្នៃព្រះរាជាលោកជ្រាបណាព្រះរាជាបានជ្រាបក្នុងសេចក្តីហ្នឹងដើរចូលទៅក្នុងភូមិស្រុកហ្នឹងស្ដាប់អ្នកស្រុកនិយាយគ្នាបន្លំខ្លួនខ្លែងខ្លួនហ្នឹងពេលយប់ចឹងណាដល់ទៅក៏ដល់ភូមិកន្លែងហ្នឹងទៅភូមិកន្លែងហ្នឹងនាងបញ្ញបាបៃហ្នឹងវាចម្រើនវ័យមកហើយចេះកំមុំចេះអីហើយហើយប៉ុន្តែនៅលេងជាមួយក្មេងៗចឹងពេលហ្នឹងរត់ចុះរត់ឡើងទៅប៉ះនឹងព្រះជាណាប៉ះនឹងព្រះជាហើយកុណាលៈបរមពុរិស័ទហ្នឹងបានសម្ដែងហើយតែព្រះរាជាហ្នឹងគឺយើងហ្នឹងក្នុងកាលនោះបានជាយើងវាដឹងរឿងហ្នឹងណាគឺព្រះបរមពុរិស័ទអញ្ចឹងប៉ះទៅព្រះរាជាក៏ចាប់ដៃនៅពេលដែលប៉ះហ្នឹងចាប់ដៃជួយទប់កុំឲ្យដួលនោះស្រាប់តែញើរំជួយដល់បេះដូងរបស់ព្រះអង្គហ្មងចឹងដោយអំណាចនៃសម្ផស្សដោយអំណាចនៃសម្ផស្សថតថាពៈដែលប៉ះប្រហោះហ្នឹងចឹងគឺសម្ផស្សនឹងប្រកបឡើងដូចជាទឹកមកហ្មងទៅណាញើរំជួយដល់ព្រះអង្គហើយរូបរាងដោយកូនបិសាចអញ្ចឹងជើងនោះមានវែងមានខ្លីមានធំមានតូចដៃនឹងក៏ដូចគ្នាខ្លួននឹងក៏មានធំមានតូចភ្នែកនឹងមួយបាសទៅលើមួយបាសទៅក្រោមអាមួយធំអាមួយតូចច្រមុះនឹងដូចផ្លែក្រូចអញ្ចឹងទៅមាត់នឹងវាទៅក៏ប៉ុន្តែព្រះរាជាទប់ព្រះរាជាអត់បានទេណាសម្ផស្សហ្នឹងគឺថាញួយរំជួតញ័ររំជួយទៅតែហ្មងចាណាគ្រាន់តែខ្ញុំថាហ្នឹងចង់ត្រូវផងណាដោយសម្ផស្សហ្នឹងជាទឹកព្រះជាស្រឡាញ់ហ្មងទប់ព្រះរាជានឹងមិនបានចង់ចាប់ចង់ប៉ះសាច់គេនឹងហ្មងទៀតប៉ះទៅនឹងយើងដឹងហើយតែសាច់នៅស្រីវាទន់យ៉ាងនេះណាទេណាទន់តែណាប៉ុន្តែនេះវាមិនមែនត្រឹមតែទន់ធម្មតាទន់ទៅវាឆក់យកអាសេចក្តីស្រឡាញ់នឹងមកហ្មងទេណាចង់តែប៉ះចង់តែស្ទាបចង់តែង្អែលនឹងគេថារូបវាអាក្រក់បិទភ្នែកង្អែលទៅណាសួរថាអ្នកឯងមានប្តីហើយទៅអត់ទេទូខ្ញុំអត់មានប្តីអត់មានស្គាល់តែស្ដាច់ទេខ្ញុំមានប្តីណាអញ្ចឹងយើងត្រូវការនាងជាប្រពន្ធខ្ញុំទៅប្រាប់ម៉ែឪខ្ញុំសិននាងនឹងមានផ្ទះនៅតែឯងចឹងនៅតែឯងម៉ែឪនៅផ្ទះមួយផ្សេងទៀតម៉ែឪឲ្យកូននឹងនៅតែឯងរូបវាអាក្រក់ពេកនៅទៅសូមទានគេក៏សូមទៅអីក៏អីទៅហើយតែជួយចាំជួយទំនុកបំរុងជួយអីអញ្ចឹងហើយកូននឹងចូលចិត្តលេងគ្នាឯងទៅព្រមនៅអញ្ចឹងទៅចឹងរត់ទៅទាំងយប់ប្រាប់ម៉ែឪ
ពុកម្ដាយថាមានបរោះណាចង់បានខ្លួនឯងជាប្តីយកគេទៅស្រួលអត់ទាំងមកមើលកូនប្រសានៅទៅទៀតទាំងនាងនោះមកបានបរិជានៅជាមួយទាំងយប់នឹងឯងហើយបរិជាជាប់ជំពាក់នឹងថោតថាពៈនឹងយប់ឡើងភៀសខ្លួនមកមកទាំងយប់ទៅទាំងយប់ណាមកពីជាតិមុននាងបញ្ចបាបៃហ្នឹងក៏កើតជាកូនអ្នកក្រដែរជាអ្នកកំសត់ដែរទេធ្វើដីភក់លេជាមួយលមួកគោជាមួយចំបើងអីអញ្ចឹងទៅដើម្បីធ្វើចិញ្ចៀងផ្ទះព្រះបច្ចេកពុទ្ធមួយអង្គលោកនៅនឹងគុហាភ្នំតែមានញក់មួយហើយលោកត្រូវការដីហ្នឹងយកទៅបិទកន្លែងខ្យល់ប្រហោងខ្យល់នោះលោកត្រូវការដីហ្នឹងដូច្នេះលោកកាន់បាតនិមន្តទៅមកដល់កន្លែងនាងហ្នឹងកំពុងតែធ្វើអាដីហ្នឹងអាហ្នឹងពីជាតិមុននៃនាងបញ្ញបាបៃហ្នឹងខឹងហ្មងយើងខឹងព្រះវិជ័យកពុទ្ធបាបត្រង់អាខឹងហ្នឹងសម្លឹងទៅធ្វើមាត់វាទៅធ្វើដៃទៅជើងទៅគ្រាន់តែដីមកសុំដែរដីអញ្ចឹងគ្រាន់តែដីមកសុំដែរសម្លក់សម្លឹងចិត្តអាក្រក់កើតឡើងស្រាប់តែព្រះវិជ័យពុទ្ធគង់នៅស្ងៀមញញឹមប្រភពដោយប្រចាំពេញវងមកអញ្ចឹងមើលទៅម្ដងទៀតអូអញស្ដីឲ្យមិញស្មានតែខឹងអត់ខឹងក៏កើតចិត្តចូលចិត្តឡើងវិញពូតដីមកដុំល្មមដាក់ចូលបាតហ្នឹងដាក់ទៅក្នុងបាតទៅព្រះវិជ័យពុទ្ធយកដីហ្នឹងមកធ្វើជាងបិទខ្យល់វាមានប្រហោងខ្យល់ចូលប៉ុណ្ណឹងនាងហ្នឹងតែអត់មានទៅទេវលោកទៅអីណាមកកើតជានាងបញ្ញបាបៃហ្នឹងដោយអំណាចនៃការខឹងក្រោតហ្នឹងវាតាមមកអាខ្មៅឲ្យផលខ្មៅអាសឲ្យផលសទៀតណាអាខ្មៅហ្នឹងបាបកើតមកអាបាបហ្នឹងវាឲ្យអញ្ចឹងដោយសារទោសនៃការខឹងក្រោតហើយមិនខឹងទៅចំណាចំព្រះវិជ័យកពុទ្ធទេនេះបាបវាមានឧបនិស្សយបច្ច័យកើតឡើងមកអាភ្នែកសន្លក់សន្លឹងអាពេតមាត់ស្អីហ្នឹងទៅអាធ្វើចំោះមរិចដាក់ព្រះវិជ័យកពុទ្ធទៅមកវិញទាំងអស់ទាំងដៃទាំងជើងអីហ្នឹងប៉ុន្តែអានិសង្ឃដែលបានឲ្យដីទៅនោះណាពូតដីច្បាច់ដីទៅនេះកម្លាំងដីដែលពូតច្បាច់ទៅនេះគឺសម្ផស្សខ្លាំងនៅនឹងដៃនោះហ្មងចឹងណាហើយវាមិនមែនមានតែដៃនោះណាវាមានពូជដែលរៀបចំឲ្យសម្ផស្សនឹងផ្សព្វផ្សាយពេញកាយទៅទាំងអស់ចឹងបានជាបរិជាជាប់ជំពាក់នឹងថោតថាពៈនឹងមែនតេនចឹងណាមកនឹងអត់មានចង់មកមើលរូបទេមកតែយប់មានទៅល្អអីរូបមកនឹងអត់មានចង់មកមើលរូបទេមកតែយប់មានទៅល្អអីរូបប៉ុន្តែបានប៉ះហើយគឺថាចិត្តនឹងវាបាត់ទុកបាត់កង្វល់ទេណាអាដែលសេចក្តីសប្បាយវាកើតឡើងលោភៈវាកើតឡើងនឹងផោតថាពៈហ្នឹងវាមិនដែលដូចជានាំគ្នាហោះអញ្ចឹងណាអានឹងបានវាជាប់ចិត្តនោះណាវាធ្វើឲ្យចិត្តនឹងវាសប្បាយអត់មានខ្វល់ខ្វាយរឿងទុករឿងកង្វល់អីទៀតលោភៈដែលវាកើតឡើងប្រកបដោយរាគៈដ៏ខ្លាំងក្លាព្រោះតែផោតថាពៈនោះហើយនឹងរឿងនាងបញ្ញបាបៃហ្នឹងហើយមិនទៀតទៅសិបដល់មកទៅឲ្យអស់មួយរឿងទៅណាពេលមួយនោះឪពុកហ្នឹងគាត់កើតរោគធ្លាក់ឈាមហើយមានគ្រូអីចឹងទៅមកមើលមកអីទៅថាជាបាលទាល់តែបាយបាយាសណាលាយទៅដោយទឹកដោះមានទឹកឃ្មុំមានស្ករគ្រុះអីនោះបានអាចព្យាបាលរោគធ្លាក់ឈាមនឹងបានតំណងជាកាពះមកទៅនោះទេនោះត្រូវថាបាយបាយាសហ្នឹងអាចជាបានមិនដឹងទៅរយណាទេយើងអ្នកក្រអីម្លេះនោះព្រោះរឿងបាយហ្នឹងវាសម្រាប់តែគេអ្នកមាននេះនោះអ្នកក្រវាមិនដែលបានទទួលទានទេតែហិតក្លិនហ្នឹងតែដើរទៅចិត្តគេអ្នកមានទៅនិយាយចង់និយាយឡើងទៅណែក្រែងលោកកូនប្រសាយើងទៅរកបានដឹងមិនដែលឃើញកូនប្រសាផងចឹងតែនឹកថាឥឡូវមានកូនប្រសាហើយសួរកូនស្រីទៅប្តីកូនឯង
tới rồi ban đắng tới rồi ôi nhầm mình đăng ấy chạm ơi nhầm tới xua quạt sân nó chạm dục cật nào rồi về tới coi sừng cọc và bảo bà thì cũng thưa cả tục và cả tục phòng phong phổ cục nâng vật sư đâu mà đó nó đăng thần niệm nó miền là cả tục chẳng xua niệm cả tục ấy đã hai niệm chẳng cả tục ấy niệm ôn phong niệm ôn phong là niệm ôn cả tục ấy bán thà phạt riêng cho tôi bây giờ ấy xua thà chẳng bọn anh hai cái ruộng bàn thế bà già nâng chia năm chia bà ở phục nâng ô nhầm nâng từ rồi đá thế của nâng về thầm rạp tệ cái nhận miền bà chia ấy nó miền rồi chẳng tới khơi của quân nơi đại cao tục chẳng cần được khơi nhầm ấy dê chạm bóng khi diêm nâng rồi bàn nè bà chia bàn rì rì sập ba với mười nèng nâng rồi tới cái tranh thì dục từ tiệt từ nè tới kích tiền kích thả bờ dương vô nèng này mà nơi nông tiền được cô mà lúc mà nè nâng thả dương lọp sệt tệ vô bày xa mà thơm mà hay xây kích thôi giờ mấy tầm bày vô mà ở bán tới là rô của bài đoàn chân tới sai là nâng anh ngày là nâng áo cái đầm về thụ bài già nâng ôi trem trừ tam tại niềng nâng prap tầm óc thấy chóp đã nâng sập sơ tiền lập chụp vô móc chóp mùi nâng cứ thò mà đá mùi tiệt nâng anh đã nhiệt sọ cái mình đi tiền nè hai ta chô la mình đi nhiệt sọ nâng chỉ cái mình đi đặt nực nông cái chóp mùi tiệt pi cái chóp là về chụp láng vô màu thì vô màu rồi tới rì rì chụp mùi niềng pan nhật bà bày nắng prap ao vô tới ao lâu ở tục nắng cặp xa có chọp đi môn này cái chọp nắng ọt niên nhiệt sọ đó chọp mùi tiệt nắng chặt đọt ai đang niềng nắng ban vô tại tục nắng cắt ra tu tiên ban mà chấm nay phần nắng rồi chuột chìa sắp xạ tiền cá cho nẹt khó về mình đây miền ao chia rồi ấy chuột chìa phần nắng miền cầm lăng prước làm tiền rồi anh nét của quân anh nét côn tục ao quân côn nắng tu tiên ban làm bay nẹt mà cái chọp nắng miền cầm lăng cầm hay lên tên mà không tiền nè rồi tới mà cái chọp tiệt nắng tục sưu bùa nè chầm bẩn to tới pe cào mày làm sao nhầm tê tại cho khu màu tê cho nè ta thả tục pe cào mấy tục mẹ thụ bài giang nữa mà cái chọp tiệt nữa tục pe cào nè đó tập pe sai lăng bề chia tục tay và cài hết prap thà từ vô nhiệt sọ ao dương nè để từ vô máu nó thao ruột khởi bắt dân chặt chạy như chạy không quen chạy không quen được cô ruột khởi ao chạy cày quen được cô chứ mơ không tập cô lẹ cro ấy nè ở chạy rồi sập rồi tới chom tiền nè nè anh chân ấy bề chia prap tiệt mơ cái chọp ấy nè mơ cái tới chặt chạy khởi nơi không ai cái chọp bài nè chặt mày chặt nâng màu thấy ọt đấy nhom ọt nên chào cho ọt lui chứ bài nâng cái vô mà nhom mê nè ná con sấy nhom xua con sấy nâng tiệt con sấy nâng thập đây nhom vô màu đây nè mùi na nơi na thọ đấy nhom đại khơi hoàng màu thì dục thấy bà nè anh ruột đây nè ai mình khơi chứ cứ ngọt ở tầng óc nha nâng tầng mai tầng nè nâng cục mà đai nó dung rồi chân tới về bờ đó có thể cạp tu bờ chia nó chặt ao cây mà xua tiệt ta ai chấm 500 ấy thế ở đây là bao nhiêu nâng thật nhom chấm 5 rúp ọt ba này rồi dục mà nghét đằng một mọt mấy thế bàn tay bờ ao nhom chặt đáy nhom chấm 5 bàn cái riêng squat đai gì trên rồi nè chẳng bờ chia thà bên chẳngประชุม prọc thằng o đầm bay ở nèng nó chặt đáy
phơ chỉ vàng nôn muối bất cho và hông vàng nôn nó sầm rạp oi lục đầy từ là pe lại chặt đầy nó băng vàng nôn cho mình oi khơi mục đi làm bây oi về mu là rom từ tam pet về chia nó miền ục bài có dần mấy trăm mơ đạp to tiền đó nè thấy non nâng miệng nâng mau bằng hai cái nâng sân môn đập bông nâng trôi bằng nốt nâng mà nè cái thang ngọt á nâng là na từ thưa phải đây về đấy nè nhẹ sạch chẳng có pi than chẳng prư luôn nó còn được khơi luôn còn được khơi như rúp nè nâng ao miệng nâng trôi từ trong bằng nôn tới mà nè hoi đầy tới nhẹ prớt mong chẳng là nhẹ prớt nó khơi ơi và sân cho niệm nâng bàn rồi luôn mau đây sai dòng cao mẹ phải có ba nữa oi tại ban mà thơ và buôn và đây chia nó chọn chẳng cái chọn oi mà chuôn đồng đăng ngòm pi sầm pho rồi bao niệm nâng chọn ở cái đăng chẳng đầm bay đợt pe và ông vô mau nâng oi cái vô thả để và ông chọc chùm pẹ bạch tây nâng sầm pho nâng còn oi cái tha và ông chuột nữa nè hậu bài bao về chia nâng chẳng tên mà nè cứ thà nhua nhẹ sập sai từng chẳng niềng nâng con để chắp đáy con để sầm pho bát đáy chắp nâng cứ ắt tục mà đây bàn chẳng nè hay cụm pí bạp này thiệt chẳng chắp rồi chân tới ắt đọ đáy nè lúc ta ơi chắp nâng đó đó là nè vơ ca nâng đặt mỏ bọt tới bà ốp nhẹ luôn nè thuần khô đào tần năng nè chẳng nè lực ta là cái bài nhẹ luôn rốt nè thằng chẳng tới kích riêng nè kích trong bàn nè nâng ai ngọt phơi chìa thể chia trong ai mà nơi chìa môi đừng phò nâng về chuột chìa tới phơi ở phịch lèng hốt ớt miên kha là ra chìa đây về chia nâng đã ở về chả bạc lo dần từ đây đó về chia nâng đànแต่ลูกก็ฮอโจtới nè nó sải dây mongแต่นี่ไปđây nhom bánไปchiaประกาศឡើងថានាងនឹងសំជាភរិយារបស់អ្នកណាទាំងអស់គ្នាក៏បានស្រែកថាសំជារបស់ព្រះរាជាហើយព្រមដោយខ្លួនឯងហ្មងយើងដឹងថាសំជារបស់ព្រះរាជាហើយដោយសម្ផស្សទេពនឹងបានព្រះរាជាប្រកាសទៅថារឿងវាចាញ់ចេះរឿងឆ្លៀតសក់អីហ្នឹងក៏ជារបស់យើងអីចឹងប៉ុន្តែដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងបានដឹងអំពីសម្ផស្សរបស់នាងហ្នឹងយកមកអភិសេកជាមហេសីចឹងមិនម៉ាក់ល្មមទេនាងបញ្ញបាបៃមហេសីព្រះរាជានគរពារាណសីចឹងហើយព្រះរាជាហ្នឹងគឺព្រះបរមពុទ្ធសាសនាឆ្លក់វងវែងជាមួយនាងបញ្ញបាបៃហ្នឹងអត់វិនិច្ឆ័យក្តីទេគឺព្រះបរមពុទ្ធសាសនាឆ្លក់វងវែងជាមួយនាងបញ្ញបាបៃហ្នឹងអត់វិនិច្ឆ័យក្តីទេណាឆ្លោះដណ្ដើមដីគ្នាអីរាច់ណែឯងទៅអញអត់កាត់ក្តីឲ្យទេជាប់ជាមួយនាងបញ្ញបាបៃអត់វិនិច្ឆ័យក្តីឲ្យវិជារៈហើយមនុស្សស្រីទៀតទាំងអស់ដែលស្អាតរូបដូចទេវអសរព្រះរាជាឈប់មើលមុខទាំងអស់ចឹងណាឈប់មើលមុខនឹងមិនមែនខ្ញុំថែមទេណាពីនិយាយចឹងត្រាប់តែរឿងរ៉ាវហ្នឹងវាមានតទៅទៀតនាងនោះចំណែនវាកើតអារឿងចំណែនចឹងចំណែនមិនល្អទេណាចំណែនចឹងគឺយើងអន់ជាងគេហើយតែយើងចំណែននឹងគេនិយាយពីចំណែនបន្តិចទៅយើងគួរតែថាត្រេកអរនឹងការមានបានវ័យរបស់អ្នកដទៃណាពីព្រោះអ្វីដែលមានហេតុផលទាំងកាលណាពីយើងគិតជឿទៅមិនចំណែនទេការចំណែននេះជាការដុតរោចិត្តខ្លួនឯងផងបាបផងអាប់អោនណាព្រោះតែចំណែននឹងផងមនុស្សអ្នកលេងគង់គេលើកតម្កើងគ្នាគាត់អ្នកលេងអ្នកល្អលើកតម្កើងអ្នកល្អតែមនុស្សដែលមានចរិតជាស្រ័យចំណែនអត់ចេះលើកតម្កើងអ្នកណាទេណាអាហ្នឹងគឺជារឿងអាប់អោនទៅមែនទែនតែមានទោសខ្លាំងដោយការប្រព្រឹត្តព្រោះចំណែនមើលពីខុលោសិកៈអីហ្នឹងគិតតែរឿងចំណែនពីជាតិមុនមកប៉ុន្តែរឿងនេះវាកើតទៅជាការចំណែនអញ្ចឹងពីព្រោះព្រះរាជាឈប់ទាំងមើលមុខណាដល់អញ្ចឹងកើតរឿងចំណែន
ស្រាប់តែរឿងរ៉ាវវាកើតឡើងនាងបញ្ញបាបៃហ្នឹងនិមិត្តយល់សពឃើញជីកលើក្បាលតម្រៃប្រដាប់ទៅដោយអលង្ការហើយលូកដៃទៅស្ទាបអែលប្រច័ណ្ឌដែងទៀតតាមនិមិត្តនេះពិតប្រកបបានជាមហេសីនៃពរាជាពីរនគរណាគឺបានប្តីជាស្ដេចពីរចឹងតាមនិមិត្តហ្នឹងណាត្រូវបានពរាជាជាស្វាមីពីរព្រះអង្គតែពរាជាចង់ដឹងថាម៉េចបានជាមហេសីនិមិត្តអីផ្លែកចម្លែកម្ល៉េះហៅមកទេហើយរឿងហ្នឹងវាដឹងមុនដល់ពួកនាងនោះរឿងយល់សពហ្នឹងហើយហៅឲ្យមកទេហ្នឹងពួកនាងហ្នឹងសោកហៅឲ្យស្រេចចឹងសោកឲ្យស្រេចពួកដល់ហៅហ្នឹងមកទេដែលនាងនឹងយល់សពឃើញជីកលើក្បាលតម្រៃប្រដាប់ទៅដោយអលង្ការគឺជានិមិត្តនៃមរណៈរបស់ព្រះអង្គទៅទេអញ្ចឹងហៅនឹងស៊ីសណោកណាហើយដែលនាងនឹងលូកដៃទៅងែលប្រចាំនឹងគឺជានិមិត្តដែលនាងនឹងនាំបច្ចាមិត្តមកសម្រាប់ព្រះអង្គទៅដើមនគរព្រះជាថាអញ្ចឹងយើងធ្វើម៉េចភ័យបដាយណាបានចាត់ចែងដាក់នាងនឹងឯងក្នុងទូកមួយបណ្ដែតតាមទលេគង្គាចឹងបណ្ដែតមិនសម្លាប់ទេនឹកសំណោះសម្ផស្សដៃបណ្ដែតទៅនៅក្រៅមកខាងនគរមួយទៀតណាឈ្មោះពេវរីចឹងណាព្រះជានគរពេរិណសីឈ្មោះពកៈណាឈ្មោះពកៈព្រះបរមពុរិស័ទណាព្រះជានគរពេរិណសីនៅក្រោយមកខាងនោះគឺនគរពេវរីព្រះជានឹងឯងទៅនាំបរិវារសេនាបតីអីទៅស្រង់ទឹកនៅពីខាងក្រោមដល់ពេលទូកនឹងដែរទៅសេនាបតីថាទូកបោះទូលបង្គំព្រះជាថាសេនាបតីអញយកទូកទៅប៉ុន្តែស្អីនៅក្នុងទូករបស់យើងណាអត់តាន់ទៅឃើញនាងនឹងផងទៀតគិតតែឃើញទូកលឹមមកហើយដល់មកទៅនាងនឹងដេកក្រាបទៅដល់ពេលងើបឡើងបានឃើញព្រះជាដាក់រតនៈដាក់អាហារភោជនអីទៅទាំងអស់ក្នុងទូកនឹងទៅដល់ទៅបានព្រះជាសួរនាងនឹងនិយាយពីក្នុងទូកមករៀបរាប់ខ្ញុំនឹងជាចេះព្រះជាទៅអូយបិសាចមកពីណាវើយបាននាងនឹងថាទេខ្ញុំមហេសីរបស់ព្រះជានគរពេរិណសីរឿងរ៉ាវវាចេះរៀបរាប់តាមសេចក្តីហ្នឹងទៅអត់មានកុហកអីតាមពិតទាំងអស់ហើយសម្ផស្សរបស់នាងបញ្ញបាបៃល្បីមកចម្ពោះទ្វីបហើយដល់ទៅព្រះជាអត់បានឲ្យនាងនឹងចាប់ដៃឯណាវានគរផ្សេងអត់បានឯណាហើយដល់ទៅលឺល្បីអញ្ចឹងចង់ប៉ះគេដែរទៅចាប់លើកដៃគេចុះពីទូកមកចឹងគ្រាន់តែប៉ុណ្ណឹងអាសម្ផស្សនឹងវាជ្រាបចូលមកក្នុងបកាយព្រះជាជឹកដល់បេះដូងចឹងដល់អញ្ចឹងក៏បានយកធ្វើជាភេយាជាមហេសីទៅរឿងវាល្បីទៅដល់បាត់ពេរិណសីឯនោះស្ដាយមហេសីណាស្ដាយនឹកសំណោះអឡោះអាឡៃលើកកងតបមកហ្មងចឹងលើកកងតបមកប្រឈមមុខផ្ញើសារមកបើឲ្យនាងបញ្ញបាបៃជាមហេសីយើងវិញអាហ្នឹងអត់អីទេបើមិនឲ្យច្បាំងរាជាពេវរីច្បាំងក៏ច្បាំងអត់មានបកគលឲ្យលើកតបមកហ្មងទៀតនិយាយពីកងតបឯណោះណាកងតបឯណោះវាខ្សឹបខ្សៀវត្រូវគ្នាអត់មានខឹងអីគ្នាយើងមិនត្រូវសម្លាប់គ្នាព្រោះហេតុតែព្រះជាដណ្ដើមមេត្តក្រៀមទៅវើយនិយាយគ្នាណាប្រកាសប្រាប់គ្នាមិនត្រូវសម្លាប់គ្នាទេហើយបានប្រជុំគ្នាទៅនៅពេលដែលប្រជុំមុខដាក់គ្នាហ្នឹងបានរៀងខ្លួនហ្នឹងមកក្រាបទូលព្រះជាថាកុំច្បាំងគ្នាអីព្រះអង្គហើយចែកគ្នាទៅព្រះជាថាអញ្ចឹងក៏បានណាចែកក៏ចែកព្រះជាពេវរីក៏ព្រមពរិណសីនេះក៏ព្រមធ្វើជាវិមានមួយនៅក្បែរមាត់ទឹកនឹងមកខាងម្នាក់ណាដាក់វេនគ្នា7ថ្ងៃម្នាក់ចឹងណាវេនគ្នានឹងនាងបញ្ញបាបៃបានស្ដេចពីនគរព្រះជាទាំងពីរនឹងជាស្វាមីចឹងហើយក៏ណាលៈហ្នឹងបានបន្តទៅទៀតថាយើងដឹងចឹងយើងដឹងនាងបញ្ញបាបៃហ្នឹងរួចតែ
មួយអាទិត្យពីនគរពរិណសីចុះទៅកាន់នគរពេវរីទៅត្រូវរើគ្នាជាមួយអ្នកអ៊ំទូកនោះបានអ្នកអ៊ំទូកម្នាក់ទៀតទោះជាយើងដឹងហើយក៏យើងអត់អាចលេងយ៉ាងបានដែរព្រោះសម្ផស្សហ្នឹងគឺជាទីពេញចិត្តរបស់យើងហើយរឿងហ្នឹងប៉ុណ្ណឹងដល់កន្លែងហ្នឹងបានជាប់ណាសម្រាប់ត្រង់ដែលថាកុណាលៈព្រះបរមពុរិស័ទដែលជាតាវៅហ្នឹងរៀបរាប់អំពីការវង្វេងវង្វាន់ដោយសារតែភរិយានឹងឯងចង់ច្បាំងគ្នាក៏ដោយសារភរិយានឹងឯងហើយជាប់ជំពាក់ទៅនឹងសម្ផស្សហ្នឹងតែសម្ផស្សហ្នឹងជាទឹកដោយអានិសង្ឃដែលបានថ្វាយដីដល់ព្រះវិជ័យកពុទ្ធហ្នឹងណាចឹងប៉ុណ្ណឹងចោះហួសម៉ោងទៅទេដោយអំណាចនៃសេចក្តីជ្រះថ្លានៅក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងពុទ្ធណាគុណចាស់ទាំងញាតិញោមទាំងស្រីទាំងប្រុសស្ដាប់ព្រះធម៌សំបីរឿងលៀងបញ្ញបាបៃហ្នឹងក៏ខ្ញុំកណ្ដាលបានអានទៅក៏បានចាប់យកនៃសេចក្តីថាទាំងប្រុសទាំងស្រីហ្នឹងមានតែការដែលយើងចូលមករកព្រះធម៌តែប៉ុណ្ណោះដែលព្រះធម៌ហ្នឹងអាចជួយឲ្យយើងរួចផុតពីអំណាចនៃកិលេសមានតែព្រះធម៌ហ្នឹងឯងនឹងជួយយើងឲ្យរួចផុតអំពីអំណាចនៃសេចក្តីទុក្ខសោកអំពីកំហុសគ្រប់យ៉ាងទាំងអស់នៅក្នុងជីវិតនេះទាំងប្រុសទាំងស្រីមែនទេទៀតណាដែលយើងចូលមករកព្រះធម៌ទៅព្រះធម៌ហ្នឹងនាំឲ្យមានការចម្រើនរុងរឿងរួចផុតអំពីសភាពអាប់អោនគ្រប់យ៉ាងទាំងអស់មានតែព្រះធម៌ប៉ុណ្ណោះដែលធ្វើឲ្យអណ្ដែតរួចផុតពីសេចក្តីទុក្ខសោកចូលដល់សេចក្តីស្ងប់រងាប់ដែលជាសេចក្តីសុខសាន្តដោយយ៉ាងក្រៃលែងទាំងសូមអនុមោទនា